សាច់រឿងបន្តមកនៅលើទឹកដី Rising ដែលយើងបានឃើញថាភ្លាមៗហ្នឹងក៏ស្រាប់តែលេចឡើងនៅពពួកបេសាចច្រើនខ្លាំងមែនទែនចាប់ផ្ដើមមកធ្វើការរុករានទៅកាន់ទឹកដីមួយនេះឃើញបែបនេះអ៊ីនក៏ដឹងហើយថាចំនួនមួយនេះវាគឺពិតជាច្រើនខ្លាំងណាស់គេម្នាក់ឯងគឺមិនអាចទប់ទល់ជាមួយនឹងបេសាចទាំងអស់នេះបាននោះឡើយក៏ប៉ុន្តែបើទោះបីជាបែបនេះក៏ដោយគេក៏មិនអាចរត់គេចចោលអ្នកទាំងអស់គ្នាបាននោះដែរចឹងហើយក៏បានគិតទៅដល់ពាក្យសម្ដីដែលអ្នកភូមិបានជឿជាក់មកកាន់ខ្លួនគិតរួចគេក៏បានប្រាប់ឲ្យអ្នកភូមិទៅរកកន្លែងដែលមានសុវត្ថិភាពលាក់ខ្លួនបណ្ដោះអាសន្នសិនទៅរឿងមួយនេះគឺទុកឲ្យគេជាអ្នកដោះស្រាយសូមកុំបារម្ភអីបន្ទាប់ពីនោះគេក៏បានចេញទៅប្រឈមមុខជាមួយពពួកបិសាចទាំងអស់នេះតែម្នាក់ឯងដំបូងគេបានប្រើប្រាស់ skill មួយដែលជា Sharingan នឹងបាញ់ទៅកាន់បិសាចទាំងអស់នោះតែម្ដងក៏ប៉ុន្តែដូចយើងបានដឹងស្រាប់អញ្ចឹង skill របស់គេមួយនេះគឺមិនអាចសម្លាប់បិសាចទាំងអស់នៅក្នុងពេលតែមួយបាននោះទេវាក៏កាន់តែកើនឡើងជាច្រើនបន្ថែមទៀតមិនតែប៉ុណ្ណោះនៅពេលដែលគេបើកការវាប្រហារទៅកាន់វានឹងបិសាចទាំងអស់ហ្នឹងថែមទាំងអាចមានសមត្ថភាពវិបកត្រឡប់មកគេវិញបានថែមទៀតផងដែលវាគឺបានលោតខ្ពស់ខ្លាំងមែនតើតែដូចយើងបានដឹងស្រាប់អញ្ចឹងត្រឹមសម្បត្តិបិសាចទាំងអស់នេះអីអ៊ិនគឺចាត់ការបានយ៉ាងងាយស្រួលព្រោះថាពពួកបិសាចទាំងអស់ហ្នឹងវាគឺគ្រាន់តែជាពពួកបិសាចថ្នាក់ទាបប៉ុណ្ណោះចឹងហើយគឺគ្មានផលប្របាកអីនៅក្នុងការចាត់ការពួកវានោះឡើយនេះបើទោះបីជាពពួកបិសាចទាំងអស់ហ្នឹងវាគឺជាបិសាចថ្នាក់ទាបក៏ដោយក៏ប៉ុន្តែចំនួនវាមានច្រើនបែបនេះអ៊ិនក៏ព្រួយបារម្ភទៅការសុវត្ថិភាពរបស់ប្រជាជនផងដែរថាមិនដឹងថាយកអ្វីមកទប់ទល់ជាមួយនឹងចំនួនមួយនេះនោះទេហើយគេក៏មិនអាចបណ្ដោយឲ្យពួកវានឹងចូលទៅកាន់ភូមិបាននោះដែរបើមិនដូច្នោះទេអ្នកភូមិប្រកាសជាត្រូវស្លាប់ជាមិនខានគិតរួចគេក៏បានចាប់ផ្ដើមប្រើប្រាស់នៅអត្តមេរបស់ខ្លួនមួយទៀតដាក់ទៅកាន់បិសាចទាំងអស់នោះដែលវាមានឈ្មោះថា Gravity Bridge ជាមួយនឹង Double Sharingan មើលទៅគឺពិតជាធំសម្បំខ្លាំងមែនតើដែលបានធ្វើឲ្យចំនួនបិសាចទាំងអស់ហ្នឹងចាប់ផ្ដើមថនថយអស់ច្រើនគួរសមដែររួចមកគេក៏ចាប់ផ្ដើមប្រើប្រាស់នៅ skill មួយផ្សេងទៀតដែលជាការបំបែកភាគហ្នឹងធ្វើឲ្យខ្លួនគេបែកភាគជាច្រើនខ្លាំងមែនតើទៅចាត់ការជាមួយនឹងពពួកបិសាចទាំងអស់នោះនេះជាបានឃើញថាមិនដល់10ស្នេតផងពពួកបិសាចគឺត្រូវបានស្លាប់រង្គាលក៏ប៉ុន្តែគ្រាន់តែថាចំនួនរបស់វាគឺចេះតែកើនឡើងទ្វេដងច្រើនទៅចឹងហើយនៅចុងក្រោយគេក៏បានសម្រេចចិត្តប្រើប្រាស់នៅអតិមេតចុងក្រោយរបស់ខ្លួនមួយដែលជាស្នេហ៍ហាមគាត់អាចប៉ះពាល់ទៅដល់អាយុជីវិតរបស់គេនឹងយកមកទប់ទល់ជាមួយនឹងចំនួនបិសាចដ៏ច្រើនសឹកសន្ធាប់ទាំងអស់នេះតែម្ដងឃើញបែបនេះអ្នកទាំងអស់គ្នាដែលនៅក្នុងខ្លួនរបស់គេនឹងក៏បានប្រាប់អ៊ីនថាកុំឲ្យប្រើប្រាស់នៅស្ទីលមួយនេះអីវាគឺអាចនឹងប៉ះពាល់ទៅដល់អាយុជីវិតរបស់គេគឺអាចនឹងស្លាប់បានលើបែបនេះអ៊ីនក៏គេបានដឹងដែរតែមិនអាចបកក្រៅបាននោះទេគេក៏ចាប់ផ្ដើមពង្រីកនៅសមត្ថភាព skill មួយនេះឲ្យកាន់តែធំទៅក៏ព្រោះថាពេលនេះគឺគ្មានផ្លូវបកក្រោយទៀតនោះទេប្រសិនបើគេហ៊ានតែដកថយតែមួយជំហានអ្នកភូមិប្រកាសតែត្រូវស្លាប់និយាយចប់គេក៏បានបញ្ចេញនៅអត្តពលនៃ skill មួយនោះចេញមកតែម្ដងនេះត្រឹមតែមួយ skill តែប៉ុណ្ណោះបើសារទាំងអស់នោះក៏ត្រូវបានស្លាប់រង្គាលគ្មានសល់សំបីតែមួយក្បាលដោយនេះហើយគេក៏អាចយកឈ្នះនៅក្នុងចម្បាំងមួយនេះបានសម្រេចក៏ប៉ុន្តែភ្លាមហ្នឹងដោយសារតែការប្រើប្រាស់នៅអត្តពលអត្តមេតមួយនេះគេក៏ត្រូវបានដួលសន្លប់ភ្លាមដូចគ្នាឃើញអញ្ចឹងយូរីក៏បានប្រញាប់ចេញមកជួយសង្គ្រោះគេដែលបានប្រើប្រាស់នៅសមត្ថភាព healing របស់នាងជួយសង្គ្រោះគេទាន់ដោយនេះហើយគេក៏បានដឹងខ្លួនមកវិញបន្ទាប់ពីចម្បាំងមួយនេះត្រូវបានបញ្ចប់អ្នកភូមិក៏បានចេញមកធ្វើការអំណរគុណទៅកាន់គេដែលបានជួយសង្គ្រោះមកកាន់ទីក្រុងក៏ដូចជាភូមិទាំងមូលមិនតែប៉ុណ្ណោះពេលនេះអ្នកភូមិក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នាសាមគ្គីគ្នាកសាងនៅភូមិរបស់ខ្លួនសារឡើងវិញនេះនៅពេលដែលពួកគេបានឃើញនឹងការតាំងចិត្តដ៏មុតមមរបស់អ៊ីនពួកគេគឺបានគិតរួចហើយថានឹងលែងកិច្ចវេះចេញអំពីបញ្ហាទៅហើយដែលបែបនេះចាប់ពីពេលនេះទៅពួកគេគឺនឹងប្រឈមមុខជាមួយនឹងបញ្ហាដោះស្រាយវាឲ្យអស់អំពីសមត្ថភាពរបស់ខ្លួនលុបបំបាត់នៅការភ័យខ្លាចទាំងឡាយជោគជ័យតានៃទីក្រុង Rising មួយនេះគឺពឹងពាក់ទៅកាន់អ្នកទាំងអស់គ្នាហើយនិយាយរួចពួកគេក៏បានសាមគ្គីគ្នាឡើងដែលបានតាំងចិត្តយ៉ាងមុតមមថានឹងធ្វើឲ្យទីក្រុងមួយនេះវិលទៅរកសភាពឡើងវិញនិងកាន់តែខ្លាំងក្លាជាងមុនទ្វេដងនៅពេលបានឃើញការតាំងចិត្តដ៏មុតមមរបស់អ្នកភូមិបែបនេះអ៊ីនក៏សប្បាយចិត្តរួចក៏បាននិយាយទៅកាន់យូរីថានាងបានឃើញទេអំពីការតាំងចិត្តនិងការរីករាយមួយនេះវាគឺពិតជាដូចជាថ្ងៃដែលពួកយើងបានជួបគ្នាដំបូងអញ្ចឹងការដែលនាងបានជួយសង្គ្រោះជីវិតរបស់គេគឺបានធ្វើឲ្យជីវិតរបស់គេផ្លាស់ប្ដូរទាំងស្រុងគេគឺពិតជាមិនអាចភ្លេចនៅថ្ងៃមួយនោះបានឡើយវាគឺពិតជាមានតម្លៃខ្លាំងណាស់សម្រាប់គេនិយាយរួចកន្លែងទៅមើលអ្នកភូមិវិញណានិយាយពីថា support ខ្លាំងមែនតើឲ្យអ៊ីននឹងស្រឡាញ់គ្នាមួយយូរីទៅមើលទៅគូស្នេហ៍មួយនេះគឺពិតជាសមគ្នាខ្លាំងណាស់ឃើញអញ្ចឹងមើលទៅកាន់កូនស្រីយូរីផងយើងគ្នាឡើងអៀនអស់ហើយមាន fan កាន់ជើងច្រើនពេកគណៈពេលដែលអ្នកគ្រប់គ្នាកំពុងតែរីករាយជាមួយនឹងរឿងមួយនេះក៏ស្រាប់តែវត្តមានរបស់បារម្ភម្នាក់ក៏បានបង្ហាញខ្លួនចេញមកដែលគេគឺជា Negan មេដឹកនាំដ៏គួរឲ្យភ័យខ្លាចនៅលើទឹកដី Rising មួយនេះនៅពេលដែលគេបានបង្ហាញវត្តមានចេញមកភ្លាមអ្នកភូមិទាំងអស់គឺសុទ្ធតែភ័យខ្លាចជាមួយនឹងវត្តមានរបស់គេគ្រប់គ្នា
នេះក៏ព្រោះតែយើងបានដឹងហើយថាវត្តមានរបស់គេនេះហើយគឺជាអ្នកដែលបណ្ដោយឲ្យបិសាចចូលមកកាន់ទីក្រុងមួយនេះគេគឺបានធ្វើខុសមកកាន់ទីក្រុងមួយនេះខ្លាំងណាស់ចឹងហើយភ្លាមបន្ទាប់ពីតាំងស្មារតីរួចរាល់ហើយហ្នឹងពួកគេក៏បានតាំងចំហនិយាយតតាំងជាមួយនឹង Negan ថាពួកគេគឺឈប់ខ្លាចទៀតហើយចាប់ពីថ្ងៃនេះទៅពួកយើងនឹងប្រឈមមុខជាមួយនឹងបញ្ហាប្រឈមមុខជាមួយនឹងវាដោះស្រាយវាឲ្យទាល់តែបានគ្មានអ្វីដែលមកបញ្ឈប់ការតាំងចិត្តរបស់ពួកគេបាននោះឡើយនៅពេលនេះពួកយើងគឺមានអ៊ីនជាអ្នកការពារជាអ្នកដឹកនាំនៃទីក្រុងមួយនេះពួកយើងគឺមិនត្រូវការការពារចេញអំពីឯងទៀតនោះទេ Neganលើបែបនេះគេក៏បានដកដង្ហើមធំបន្តិចរួចក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាវិញស្ដាប់ណាពួកឯងយើងគឺគ្រាន់តែប្រាប់ប៉ុណ្ណោះអ៊ីនគឺជាបិសាចលឺអញ្ចឹងពួកគេក៏បានតបថាឯងកំពុងតែនិយាយអ្វីហ្នឹងដល់បែបនេះគេក៏បានតបមកកាន់អ្នកភូមិវិញថាឲ្យក៏សម្គាល់មើលទៅតើមនុស្សឯណាមានសមត្ថភាពអាចចាត់ការទៅកាន់បិសាចហៃត្រាបានថែមទាំងអាចទប់ទល់ជាមួយនឹងបិសាចជាច្រើនសន្ធឹកសន្ធាប់បែបនេះថែមទៀតចឹងហើយគេច្បាស់ជាបិសាចជាមិនខានជឿខ្ញុំទៅនេះគឺគ្រាន់តែជាគម្រោងការរបស់គេតែប៉ុណ្ណោះគេគឺចង់គ្រប់គ្រងមកកាន់ទឹកដីរ៉ៃស៊ីករបស់ពួកយើងប៉ុន្តែកុំបារម្ភអីជាមួយនឹងសមត្ថភាពរបស់ខ្ញុំជឿជាក់ថាខ្ញុំនឹងអាចការពារមកកាន់ទឹកដីរ៉ៃស៊ីកមួយនេះបាននិយាយរួចគេក៏បានគិតក្នុងចិត្តដែរថាអ្នកភូមិប្រកាសជាមកកាន់ខាងគេតែមិនតបានគិតអីច្រើនណាស់ផងក៏ស្រាប់តែអ្នកភូមិក៏បានតបទៅកាន់គេវិញនេះ Negan តើឯងកំពុងតែនិយាយឈ្គួតអីហ្នឹងប្រសិនបើមិនបានជួយជោគជួយចែកទេក៏មកជន់គេថែមនោះពួកយើងគឺមិនត្រូវការអ្នកគ្រប់គ្រងដូចជាឯងនោះឡើយអ្នកដែលស័ក្តិសមគឺជាអ្នកគ្រប់គ្រងដែលពិតប្រាកដមានតែឪពុករបស់ឯងប៉ុណ្ណោះឯងគឺមិនស័ក្តិសមឡើយនៅពេលបានឮគេរំលឹកទៅការឪពុករបស់ខ្លួនបាននេះគឺបានធ្វើឲ្យប៉ះពាល់ទៅកាន់ផ្លូវចិត្តរបស់គេខ្លាំងមែនទែនភ្លាមហ្នឹងបេះដូងរបស់គេក៏ចាប់ផ្ដើមលោតយ៉ាងលឿនវាគឺបានបណ្ដាលឲ្យគេឈឺចាប់យ៉ាងខ្លាំងដល់បែបនេះគេក៏ចាប់ផ្ដើមសុំជំនួយចេញអំពីសមោលដែលមាននៅក្នុងខ្លួនរបស់គេដែលបានសួរទៅកាន់វាថាហេតុអីបានជារឿងរ៉ាវមួយនេះទៅជាបែបនេះហេតុអីបានជាអ្នកទាំងអស់គ្នាមិនជឿជាក់មកកាន់គេដូចនេះហើយភ្លាមគេក៏បានដកយកនៅរបស់មួយចេញមកដែលនៅពេលដែលបានឃើញបែបនេះអ៊ីនគឺបានដឹងភ្លាមថារបស់មួយនេះគឺមិនមែនជារបស់ធម្មតានោះទេចឹងហើយគេក៏ចង់ចូលទៅហាមឃាត់គេថាកុំឲ្យប្រើប្រាស់វាអីតែយឺតពេលទៅហើយវាក៏ត្រូវបានបើកបានសម្រេចដូចនេះ Negan ដែលយើងធ្លាប់ស្គាល់ក៏បានប្រែក្លាយទៅជាមនុស្សម្នាក់មួយផ្សេងទៀតសាច់រឿងក៏បានកាត់ចូលមកកាន់ការគិតរបស់ Negan នៅវិញដែលយើងបានឃើញថាឥឡូវហ្នឹងគេគឺពិតជាអន់ចិត្តជាមួយនឹងខ្លួនឯងយ៉ាងខ្លាំងចឹងហើយពេលនេះគេគឺគ្មានសារអ្វីទេនោះទេគេគឺបានប្រកល់រឿងការមួយនេះឲ្យទៅកាន់ Shadow ដែលជាសមត្ថរបស់ខ្លួនគឺជាអ្នកគ្រប់គ្រងវិញម្ដងជាមួយនឹងគ្នានោះគេក៏បានកើតទៅដល់រឿងអតីតកាលតាំងពីកុមារភាពរបស់គេដែលនៅពេលនោះគ្រួសាររបស់គេគឺពិតជារីករាយខ្លាំងណាស់អ្នកភូមិគឺពិតជាស្រឡាញ់ចូលចិត្តបើការឪពុករបស់គេយ៉ាងខ្លាំងក៏ប៉ុន្តែជាមួយនឹងគ្នានោះគេគឺជាក្មេងម្នាក់ដែលមិនមានសមត្ថភាពអ្វីនោះទេគេគឺជាក្មេងទន់ខ្សោយមានតែជំងឺជាប់មកតាមខ្លួនជានិច្ចធ្វើអ្វីក៏មិនបានសម្រេចនោះដែរគេគឺផ្ទុយស្រឡះចេញពីឪពុករបស់ខ្លួនដល់បែបនេះអ្នកភូមិគឺតែងតែមើលរំលងមកកាន់គេជានិច្ចនៅពេលដែលគេចង់ទៅលេងជាមួយនឹងក្មេងៗដទៃទៀតក៏ត្រូវបានពួកគេបដិសេធដោយសារតែរាងកាយដ៏ទន់ខ្សោយរបស់គេមួយនេះគ្មាននរណាចង់រាប់រកគេនោះឡើយក្មេងៗគឺបានគិតថាគេគឺជាក្មេងដ៏ទន់ខ្សោយគ្មានបានការស័ក្តិសមឲ្យពួកគេលេងជាមួយនោះឡើយចំណែកចាវិញតែងតែរំពឹងខ្ពស់មកកាន់គេនៅពេលដែលគេមិនអាចធ្វើបានដូចជាពលរបស់ខ្លួនពួកគេទាំងអស់នោះគឺមើលស្រាលគេខ្លាំងមែនទែនរឿងមួយនេះគឺពិតជាប៉ះពាល់ទៅការផ្លូវចិត្តរបស់គេយ៉ាងខ្លាំងក៏ប៉ុន្តែនៅថ្ងៃមួយគេក៏បានជួបគ្នាជាមួយនឹង Shadow ដែលជាសមត្ថមួយដែលកើតឡើងអំពីការកើតរបស់គេនៅពេលដែលបានជួបគ្នាជាមួយនឹង Shadow ជីវិតរបស់គេក៏ត្រូវបានផ្លាស់ប្ដូរទាំងស្រុងគេក៏ចាប់ផ្ដើមមានមិត្តភ័ក្តិជាលើកដំបូងពួកគេគឺបានធ្វើអ្វីៗជាមួយនឹងគ្នាលេងជាមួយនឹងគ្នានិងរស់នៅជាមួយនឹងគ្នាយ៉ាងសប្បាយខ្លាំងមែនទែនគ្មានទុក្ខកង្វល់អ្វីនោះឡើយក៏ប៉ុន្តែនៅថ្ងៃដែលឪពុករបស់ខ្លួនចាប់ផ្ដើមលាលែងអំពីតំណែងហើយក៏ជាថ្ងៃដែលគេចាប់ផ្ដើមឡើងគ្រប់គ្រងមកកាន់ទីក្រុងមួយនេះ Shadow ដែលជាមិត្តសម្លាញ់តែម្នាក់គូរបស់គេហ្នឹងក៏ចាប់ផ្ដើមផ្លាស់ប្ដូរនៅអត្តចរិតរបស់ខ្លួនគេគឺកាន់តែកាចសាហាវទៅអត្តចរិតរបស់គេក៏ចាប់ផ្ដើមកាន់តែចម្លែកពីមួយថ្ងៃទៅមួយថ្ងៃមិនតែប៉ុណ្ណោះវាក៏បានប្រាប់ឲ្យគេទៅស្វែងរកនៅឱសថមួយដើម្បីយកមកព្យាបាលឪពុករបស់ខ្លួនដែលគេបានប្រាប់ថាវាគឺមានផលល្អសម្រាប់ឪពុករបស់គេលើបែបនេះគឺពិតជាបានធ្វើឲ្យគេសប្បាយចិត្តយ៉ាងខ្លាំងក៏ចាប់ផ្ដើមចេញទៅស្វែងរកវាតែដូចយើងបាននឹងស្រាប់អញ្ចឹងនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ Shadow តែប៉ុណ្ណោះឱសថមួយនេះគឺជាថ្នាំពុលគឺបានធ្វើឲ្យពលរបស់គេចាប់ផ្ដើមថនថយនៅសុខភាពរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយគាត់ក៏បានធ្លាក់ខ្លួនឈឺស្លាប់បាត់ទៅរឿងមួយនេះគឺពិតជាបានប៉ះពាល់ទៅកាន់ផ្លូវចិត្តរបស់គេយ៉ាងខ្លាំង
โดยนี้ให้กำลังการก็อักระระบอบชาโดได้มีนักนุ่งลุ่ระบอบเกโนก็จับดำนำหนาแก่สอบตามการจังบาระบอบเกจับตังไปเปนูมอกโรยปีโนในថ្ងៃនេះគេក៏លែងលាក់បាំងជាមួយនឹងនីហ្គេនទៀតហើយ Shadow ក៏បានប្រាប់ទៅកាន់នីហ្គេនថាសូមមួយនោះគឺជាថ្នាំពុលតែប៉ុណ្ណោះឯងគឺពិតជាល្ងងខ្លាំងណាស់ឯងគឺត្រូវបានយើងប្រើប្រាស់កន្លងមកដូច្នេះហើយថ្ងៃនេះរាងការមួយនេះនឹងក្លាយជារបស់យើងជារឿងរហូតឯងគឺគ្មានថ្ងៃដែលអាចចេញមកវិញបាននោះឡើយនីហ្គេនរួចពីនោះបើសាយមួយនោះក៏អាចគ្រប់គ្រងមកកាន់រាងកាយមួយនេះបានសម្រេចហើយសាយរឿងរបស់យើងក៏ត្រូវបានកាត់ចាប់ត្រង់ពេលដែលអ៊ីនប្រឈមមុខគ្នាជាមួយនឹងបិសាច Shadow ថ្មីដែលនៅចំពោះមុខរបស់គេសាច់រឿងបន្តមកនៅពេលដែល Negan ត្រូវបានគ្រប់គ្រងដោយបិសាច Shadow ដែលនេះនៅពេលដែលគេអាចគ្រប់គ្រងទៅកាន់ Negan បានភ្លាមហ្នឹងគេក៏បានធ្វើការណែនាំខ្លួនដែលបានប្រាប់ទៅកាន់ អ៊ីនថាគេគឺជាបិសាចដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី50ដែលមានរហស្សនាមថា The Shadow of Illusion រីករាយខ្លាំងណាស់ដែលបានជួបឯង Hero តូចលើបែបនេះអ៊ីនក៏បានសួររកអំពីវត្តមានរបស់ Negan ឆាប់បង្ហាញវត្តមានរបស់ Negan មកវិញភ្លាមបើមិនចង់ស្លាប់ទេនោះលើបែបនេះគេក៏បានតបទៅកាន់អ៊ីនវិញថាឯងកំពុងតែនិយាយឈួតអីហ្នឹងរឿងការមួយនេះគឺត្រូវបានយើងគ្រប់គ្រងហើយចាប់ពីពេលនេះទៅវាគឺជាកម្មសិទ្ធិរបស់យើងគ្មាន Negan អ្វីទៀតនោះទេហើយប្រសិនបើចង់សម្លាប់យើងមែននោះឆាប់ចូលភ្លាមមកក៏ប៉ុន្តែត្រូវចាំថាប្រសិនបើយើងស្លាប់ Negan ក៏ត្រូវស្លាប់ដូចគ្នានិយាយរួចគេក៏ចាប់ផ្ដើមបញ្ចេញនូវធម៌ពលរបស់ខ្លួនចេញមកក៏ដូចជាបាននិយាយដូចដងទៅកាន់អ៊ីនថាគេគឺគ្មានផ្លូវដែលអាចបញ្ឈប់ខ្លួនបាននោះទេនិយាយរួចគេក៏ចាប់ផ្ដើមបើកការវាយប្រហារមកកាន់អ៊ីនក៏ប៉ុន្តែក៏ត្រូវបានគេកិច្ចផុតក៏ដូចជាបានប្រើប្រាស់នូវធម៌ពលសៀលចង់ធ្វើការគ្រប់គ្រងក៏ដូចជាហុំព័ទ្ធជុំវិញខ្លួនរបស់បិសាច Shadow មួយហ្នឹងនៅពេលគិតថាខ្លួនអាចយកឈ្នះទៅកាន់ Shadow ក៏ដូចជាអាចគ្រប់គ្រងនៅស្ថានភាពបានហើយហ្នឹងក៏ស្រាប់តែបិសាច Shadow មួយនោះគឺពិតជាមិនធម្មតានោះទេដែលគេគឺអាចកំទេចនៅជាវិតមន្តរបស់អ៊ីនបានយ៉ាងងាយស្រួលរួចពីនោះគេក៏បានប្រាប់ទៅកាន់អ៊ីនឲ្យបានដឹងថាស្ពែវិតមន្តធម្មតាគឺមិនដំណើរការជាមួយនឹងវត្តមានរបស់បិសាច Shadow ដូចជាគេនោះទេនេះក៏ព្រោះតែគេគឺជាបិសាចដែលប្រើប្រាស់នៅធម៌ពលផ្លូវចិត្តប្រសិនបើ Negan ដែលនៅក្នុងខ្លួនរបស់គេមានផ្លូវចិត្តកាន់តែទន់ខ្សោយគេក៏កាន់តែខ្លាំងក្លាដូចគ្នាអញ្ចឹងហើយឈប់រំពឹងទៀតទៅថាអាចបញ្ឈប់យើងបាននោះនិយាយរួចគេក៏ចាប់ផ្ដើមប្រើប្រាស់នៅវិតមន្តរបស់ខ្លួនជប់នៅវត្តមានរបស់កូនបិសាចចេញមកទៀតហើយដែលវាគឺមានចំនួនច្រើនខ្លាំងមែនទែនហើយដែលបានដឹងថាវត្តមានរបស់កូនបិសាចទាំងអស់នេះគឺមិនអាចធ្វើអ្វីទៅកាន់អ៊ីនបានហ្នឹងគេក៏បានផ្លាស់ប្ដូរគោលដៅវិញម្ដងដែលគោលដៅរបស់គេលើកនេះគឺជាអ្នកភូមិគឺអញ្ចឹងអ៊ីនក៏បានប្រញាប់ប្រញាល់ចេញមកជួយសង្គ្រោះអ្នកភូមិទាំងអស់ឲ្យទៅរកទីសុវត្ថិភាពក៏ដូចជាបានបង្កើតនៅជាតិធំមួយការពារពួកគេឃើញបែបនេះអាបិសាច Shadow មួយនោះកាន់តែបានចិត្តទៅហើយដែលគាត់ថាវាគឺអាចរកឃើញចំណុចខ្សោយរបស់អ៊ីនហើយអញ្ចឹងហើយនៅពេលនេះគេគឺអាចចាត់ការអ៊ីនបានយ៉ាងងាយស្រួលនិយាយរួចគេក៏ជប់កូនចៅរបស់ខ្លួនមកកាន់តែច្រើនក៏ដូចជាបានប្រើប្រាស់ត្រឹមតែមួយស្នៀតតែប៉ុណ្ណោះក៏អាចកំទេចនៅជាវិតមន្តដែលអ៊ីនបានខំកសាងឡើងហ្នឹងបានភ្លាមហើយនៅពេលដែលជាវិតមន្តត្រូវបានកំទេចបែបនេះកូនបិសាចទាំងអស់នោះក៏ចាប់ផ្ដើមបើកការវាយប្រហារបន្តទៀតហើយដែលតម្រូវឲ្យអ៊ីនចាប់ផ្ដើមប្រើប្រាស់នៅសមត្ថភាពរបស់ខ្លួនទាំងអស់ចេញទៅជួយសង្គ្រោះអ្នកភូមិឲ្យទាន់ពេលវេលានិយាយទៅដោយលើកមុនអញ្ចឹងអ៊ីនបានប្រើប្រាស់នៅសមត្ថភាពបំបែងភាគរបស់ខ្លួនចេញទៅជួយសង្គ្រោះអ្នកភូមិគ្រប់គ្នាដែលរឿងមួយនេះគឺពិតជាបានធ្វើឲ្យគេមិនមានស្មារតីផ្ដោតអារម្មណ៍ទៅកាន់ Shadow នោះទេចឹងហើយក៏ត្រូវបាន Shadow វាយប្រហារទៅកាន់គេម្ដងហើយម្ដងទៀតនិយាយទៅអ៊ីនគឺពិតជាលំបាកខ្លាំងមែនទែនមិនមែនថាគេអត់មានសមត្ថភាពចាត់ការទៅកាន់ Shadow ទេតែនេះគឺវាជាលក្ខខណ្ឌមួយផ្សេងទៀតបើសិនបើគេចង់ចាត់ការគឺចាត់ការបានហើយប៉ុន្តែគ្រាន់ថានៅក្នុងខ្លួនផង Shadow ហ្នឹងគឺវាមាន Negan មិនតែប៉ុណ្ណោះឥឡូវហ្នឹងគេគឺកំពុងតែជាប់ដៃជួយសង្គ្រោះទៅកាន់អ្នកភូមិថែមទៀតផងចឹងហើយសួរថាមានពេលណាដើម្បីគិតគូរអំពី Shadow នោះនេះខណៈពេលដែល Shadow បានប្រើប្រាស់នៅធម៌ពលរបស់ខ្លួនវាប្រហារមកកាន់គេជាញឹកញាប់ហ្នឹងគេក៏ចង់ប្រើប្រាស់នៅសាច់ស្នេហ៍របស់ខ្លួនវាប្រហារត្រឡប់ទៅវិញដែរក៏ប៉ុន្តែខណៈពេលហ្នឹងគេក៏គិតទៅដល់វត្តមានរបស់ Negan ចឹងហើយគេក៏បញ្ឈប់នៅសកម្មភាពរបស់ខ្លួនវិញរួចក៏បានផ្ដល់ឱកាសឲ្យ Shadow វាប្រហារមកកាន់គេអត់ឈប់ឈរនោះទេនិយាយទៅគឺម៉ាត់យកតែម្ដងគ្មានសំចៃដៃនោះឡើយខណៈពេលវាប្រហារទៅកាន់អ៊ីនបដាហ្នឹងគេក៏បាននិយាយដូចដងបដាដូចគ្នាដែលបាននិយាយទៅកាន់អ៊ីនថាឆាប់បញ្ឈប់យើងភ្លាមមកនេះគ្រាន់តែតែងតែមានភាពជឿជាក់ក៏ដូចជាតែងតែកំចាត់នៅបិសាចទាំងអស់មែនទេហេតុអីនៅពេលនេះបើជាឈរស្ងៀមបើយើងវាយទៅវិញមិនក៏មិនឆាប់ចូលមកសម្លាប់យើងភ្លាមមក Negan ជាមួយនឹងយើងគឺប្រកាសជាត្រូវស្លាប់ជាមួយនឹងគ្នានៅរងចាំអីទៀតឆាប់ចូលភ្លាមមកយើងកំពុងតែឈរនៅទីនេះទៅហើយតាលើបែបនេះអ៊ីនក៏បានតបមកកាន់គេវិញថាគ្មានផ្លូវនោះទេដែលយើងចូលទៅក្នុងគម្រោងការរបស់ឯងនោះ
โดยเฉพาะมันถ้าไม่เรื่องไว้การลานุเตยังคือหนึ่งการเปลี่ยนแนวพุ่มไอ้อ้อมเป็นสมรรถเพียรบาคลุนให้ก็โดยชิโยนีกันตลอดมาเว้นโดยเคลียร์ในยัยรู้แก่กับมาสไลมวยต่ำหังนี่กันยังนั่งถ่ายนเตนี่ชาบนั่งคลุมมาเว้นเพลียเมาคเวนเปเตียนเตไอ้ประกอบจีอาโยชนาวิบ้านก็มันได้ไอเวียกรบกรองมาการไอ้บ้านเตียนเอาลืนจังเมื่อแต่การชาโดการตะบานเจติไรกับบ้านต่อมาการเอ็นวันท่าชบชี้เยี่ยมเตยเมียนพลานุเตดาเวียอาใจมาบานโนในใจรู้แค่กับบ้านปราบปรานทำบริบอกลุนกันแต่ครั้งเวอร์การวีประหารแต่การเอ็นมันต่อเตียดได้เลยในได้กับบ้านมันดาลาเอ็นโอเชียมอย่างจรันแต่บัตุเบย์จะดังท่าขล้วนคือมันอาจตรอมตรอบานอยู่เตียนโนก็เอ็นเนยแต่ประชมกเชื่อมวยนังโกจมฮอระบาเกได้จังไงก็กับชี้เยี่ยมได้เคยเติมมมาดอมเต็มมาดอมมันติสปอร์ตรอบใบซาชาโดมวยนูเนยเปตรอก็กับบ้านปราบปรานเนยกำลังระบอกลุนต่างอ้อยกบาระบอกล้วนบอกเตอการเวียเป็นมวยต่ำหังได้ในได้กับบ้านทวายเวียสลับในนังกันไล่สตรอไปจมูกนักเนียนในคานี้แกนในวันใกล้คือกำปงแต่มันตัวโคลนอย่างคลั่งเดบันทัวไอมานูนักนงตักได้ไรเซ็กมวยนี้ตระรองตกดาสาเกจังไงใกล้คือขมิ้นมกไว้ใจแต่จูมนูมันเนี้ยในขังกลายเตียนนูไลขณะไปได้กำปงแต่บะตักจัดการแต่ครั้งนั้นก็สลับแต่ใกล้เลยโซ่สำเร็จไว้มียังได้กำปงสไลหาคล้วนออยตลับตะวันทบงไล่แกมันดังทาเวเกยสำเร็จไว้ดงเตก็ปั่นตายเนเปบชิจิมสดับกันแต่ครั้งเติบเกบันดังทาเวียคือเชื่อสำเร็จระบาเอ็นได้กำปงแต่สไลหาคล้วนในชื่อมันเคยทาเอ็นกับชิจิมครั้งเหมือนกันสไลหาวัตเมระบานี้กันออยตลับตะวันในยัยเตอแกคือบางชิจิมในยัยกรบซาแบบยังออยในแกนต้นเจ็ดโดยชิวเวอร์แต่รอสเพียบดามวันนี่มันท่าลอยตัวเบย์จะเก็บบานเพื่อกำฮอร์ทอมเปิดแมนก็บรรทายวิมันจะเจตนาระบอกเกโนเตจังไงกำโยเวดักลุ้นให้ตระแต่ต่อสู้ล่างช่วงดังท่าไอ้ในแต่มินจะจังกาเปียมาการตักได้ไรเซ็กมวยนี่โดยเฉพาะกำบ้องไอซอตระแต่ต่อสู้ล่างกราวล่างวิ่งหาประชมกชิมวยนังปัญหาต่างอันนี้ประชาชนในตักได้ไรเซ็กต่างอ๋อคือกำปองแต่รองจำไอ้ในยัยเตอใกล้คือบ้านในยัยจรังคลั่งเหมือนเต้นแต่บ้านทวายนี่กันจะประดามนักรอลักแต่การวัดมีระบาปกล้วนรวมจมูกหนังเรื่องละอ้อก็โดยจิตกรรมอภิระบาดเนี่ยกรบคนนี้นั่นเลยตักได้รายเซ็กมวยนี่จิปิเซ่คือจิตสนามยันยำระบาดเนี่ยกรบคนนี้ตายมาดองระบาดจมรอยจักเจอระบาดเก๋จะประดามการมีลามาดองมันเต็มมาดองมันเต็มโดยนี่เหยในจงกร้อยที่มันเคยทาในกันบานจุดนักตักในระบาดล้วนรวยกับบางกราวชอล่างรถอย่างเลื่อนสปอร์ตแต่รอเป็นลือในกระไดสังคมระบาดล้วนซาจิตทำไมขณะเป็นนังได้ก็สลับแต่วัตเมียนระบาดใบซาชาโดมวยนั้นก็จะประดามดังคล้วนตลอดมาวิ่งแต่แบบนี้แกกับบางในใหญ่ดีดองก็โดยจิตซาแต่การเอ็นบันเตจรูดมกแกก็มุมรองหนึ่งจับดามการเวประหารระบาดล้วนการไต่คลั่งในชิมันเคยท่าในขณะเป็นได้เกเคยเจอแต่ดาแต่หายนั้นก็สลับแต่วัตเมียนระบาดเกคือตระบันมังอาเพลียมโดยนี้ไอ้แกคือปัจจัยงาคลั่งเหมือนกันทว่าวิไม่เรื่องไว้การล้างเตอให้ได้บ้านชิเกมันอาจกรุบกรองเรื่องการมันในบ้านจังហើយមិនចាំបាច់ឆ្ងល់ច្រើននោះទេដូចយើងបាននឹងអញ្ចឹងពេលនេះវត្តមានរបស់ Negan ក៏បានលេចខ្លួនឡើងសាជាថ្មីនៅពេលម្ដងភ្លាម Negan ក៏បានធ្វើការអរគុណទៅកាន់ In ដែលបានដាស់នៅស្មារតីរបស់ខ្លួនឲ្យភ្ញាក់អំពីការស្មោះស្ម័គ្រត្រឡប់មកវិញអរគុណសម្រាប់គ្រប់យ៉ាងខ្ញុំគឺពិតជាអរគុណទៅកាន់ឯងខ្លាំងណាស់ In រួចមកគេក៏បានទាញយកនៅកូនកំបិតមួយចាក់សម្លាប់ទៅកាន់ខ្លួនឯងតែម្ដងហើយស្លាប់ជាមួយនឹងបិសាច Shadow មួយនោះឃើញអញ្ចឹងគេក៏ចង់ស្ទើរតែខាត់ដូចគ្នាក៏ប៉ុន្តែក៏ត្រូវបាននិយាយផារបស់យើងចេញមករៀបរៀងគេទាន់នេះក៏ព្រោះតែគាត់បានដឹងច្បាស់ហើយថាប្រសិនបើមិនធ្វើបែបនេះទេបិសាច Shadow មួយនោះនៅតែអាចចេញមកវិញបានអញ្ចឹងជាងហើយជំរឿចុងក្រោយទុកឲ្យ Negan គឺជាអ្នកសម្រេចចិត្តចោះថានឹងគួរធ្វើបែបណានោះឃើញបែបនេះ Shadow គឺពិតជាខឹងខ្លាំងមែនតើថាហេតុអីបានជាឯងធ្វើបែបនេះឯងកំពុងតែព្យាយាមសម្លាប់ខ្លួនឯងហើយណាតើមានដឹងទេលើបែបនេះ Negan ក៏មិនខ្វល់ដែរក៏ព្យាយាមប្រឹងប្រើប្រាស់នៅកម្លាំងរបស់ខ្លួនរុញកំបិតមួយនោះចូលកាន់តែជ្រៅដែលវាគឺពិតជាបានធ្វើឲ្យបិសាច Shadow មួយនោះគឺពិតជាតក់ស្លុតខ្លាំងមែនទែនសាច់រឿងក៏បានកាត់ចូលមកកាន់ការស្មោះស្ម័គ្ររបស់អ្នកទាំងពីរឯនេះវិញដែលឥឡូវហ្នឹងពួកគេគឺកំពុងតែប្រឈមមុខដាក់គ្នាក៏ដូចជាបានបញ្ចេញនៅរឿងរ៉ាវកប់ទៅក្នុងចិត្តរបស់ខ្លួនរៀងៗខ្លួនប្រាប់ទៅកាន់គ្នាបានដឹងដែល Negan បានប្រាប់ទៅកាន់ Shadow ថាតាមពិតទៅគេគឺបានដឹងយូរណាស់មកហើយថា Shadow មានបំណងចង់ប្រើប្រាស់គេក៏ដូចជាចង់ឲ្យគេធ្វើបាបទៅកាន់អ្នកភូមិតែបើទោះបីជាបាននឹងបែបនេះក៏ដោយគេក៏នៅតែចាប់ទុក Shadow គឺជាមិត្តតែម្នាក់គត់របស់គេដូចគ្នា
នេះក៏ព្រោះតែតាំងតែពីដើមមកមានតែ Shadow ម្នាក់គត់តែងតែនៅក្បែរគេការពារគេក៏ដូចជាដោះដូរនៅរឿងរ៉ាវគ្រប់សពបែបយ៉ាងជាមួយនឹងគ្នាដោយនេះហើយវត្តមានរបស់គេគឺពិតជាសំខាន់ខ្លាំងណាស់នៅក្នុងជីវិតរបស់ខ្លួនប្រសិនបើមិនមានវត្តមានរបស់គេទេនោះខ្លួនក៏ប្រហែលជាមិនមានកម្លាំងចិត្តរស់មកដល់សពថ្ងៃនេះដែរពេលវេលាដែលខ្ញុំបាននៅជាមួយនឹងឯងវាគឺពិតជាមានតម្លៃខ្លាំងណាស់ខ្ញុំគឺមិនអាចបំភ្លេចបាននោះទេក៏ប៉ុន្តែថ្ងៃនេះខ្ញុំត្រូវតែបញ្ចប់វាជាមួយនឹងឯងប្រសិនបើមិនធ្វើបែបនេះទេនោះខ្ញុំគឺបាននឹងច្បាស់ណាស់ Shadow ឯងប្រកាសជាចេញទៅធ្វើបាបអ្នកភូមិនៃទឹកដី Rising របស់ខ្ញុំជាមិនខានចឹងឯងនៅពេលនេះទុកឲ្យខ្ញុំជាអ្នកបញ្ចប់នៅរឿងរ៉ាវគ្រប់សពបែបយ៉ាងទៅចុះលើបែបនេះNeganក៏បានញញឹមបន្តិចរួចក៏បាននិយាយទៅកាន់គេវិញប្រសិនបើឯងចង់ស្លាប់មែននោះស្លាប់តែម្នាក់ឯងទៅចុះយើងមិនចូលរួមជាមួយនឹងឯងនោះទេនិយាយរួចគេក៏បានបាត់វត្តមានរបស់គេចេញពីទីនេះបាត់ទៅសាច់រឿងក៏បានកាត់មកផ្នែកខាងក្រៅវិញដែលយើងបានឃើញថាពេលនេះNeganគឺពិតជារងរបួសខ្លាំងមែនទែនដែលគេគឺរៀបនឹងស្លាប់ទៅហើយនៅសល់តែដង្ហើមចង្រិតតែប៉ុណ្ណោះហើយខណៈពេលនឹងដែរយើងក៏បានឃើញរូបរាងពិតរបស់បិសាច Shadow មួយនោះដែលគេគឺកំពុងតែព្យាយាមរត់គេចេញពីទីនេះជាមួយនឹងរូបរាងដ៏សែនខ្ជូតរបស់គេនឹងឯងនិយាយពីថាមុខវិញគឺអស់ស្ទះហើយស៊ូមដោយអ្នកពងមើលនឹងចឹងឯងកុំខំស្រឡាញ់គេម្នាក់ឯងពេកយ៉ាត់មុខកាត់ទៅហោបែកនឹងទៅគណៈពេលដែលបំរុងនឹងរត់ក៏ចេញពីទីនេះឆ្ពោះទៅរកក្មេងស្រីតូចដែលនៅក្បែរនោះក៏ស្រាប់តែភ្លាមហ្នឹងស៊ីម្ដាយរបស់អ៊ីនបាសជើងសោព្រាតដេកស្អាតបានសម្រេចហើយមិនចាំយូរអ៊ីនក៏បានប្រញាប់ចេញមកជួយសង្គ្រោះNeganឲ្យដឹងខ្លួនមកវិញដែលនេះគេបានប្រើប្រាស់នៅធម្មពលរបស់ខ្លួនព្យាយាមព្យាបាលទៅកាន់គេខ្លាំងមែនទែនតែមើលទៅដូចជាយឺតពេកទៅហើយរបួសមួយនេះគឺវាធ្ងន់ធ្ងរខ្លាំងណាស់ដល់ថ្នាក់ប៉ះពាល់ទៅកាន់បេះដូងរបស់គេថែមទៀតផងចឹងហើយគេក៏ចាប់ផ្ដើមបាក់ទឹកចិត្តដែលគិតថាខ្លួនមិនអាចជួយសង្គ្រោះទៅកាន់Neganតាន់ពេលវេលានោះទេខណៈពេលដែលកំពុងតែអត់សង្ឃឹមទៅហើយហ្នឹងក៏ស្រាប់តែវត្តមានរបស់ Yuri ក៏បានបង្ហាញខ្លួនចេញមកក៏ដូចជាបានផ្សាយប្រាប់អ៊ីនថាកុំឲ្យបោះបង់អីនាងគឺនៅទទួលដឹងអំពីចំហាយជីវិតរបស់គេចឹងហើយភ្លាមៗហ្នឹងពួកគេក៏បានសហការគ្នាព្យាបាលទៅកាន់Neganបន្តទៀតហើយដែលមានជំនួយចេញអំពី Yuri ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ពួកគេនៅចុងក្រោយពួកគេក៏អាចជួយសង្គ្រោះNeganឲ្យរស់ឡើងវិញបានសម្រេចនៅពេលដឹងថាខ្លួនគឺបានរស់ឡើងវិញបែបនេះមើលទៅកាន់Neganគឺពិតជាខំសម្បាទៅកាន់ពួកគេខ្លាំងមែនទែនដែលនេះគេនៅតែគិតអំពីកំហុសរបស់ខ្លួនថាមិនស័ក្តិសមរស់ឡើងវិញនោះទេហេរីបានជាឯងមិនបណ្ដោយឲ្យគេស្លាប់ទៅចាំបាច់អ្វីមកជួយសង្គ្រោះគេគឺគ្មានមកទៅជួបជាមួយនឹងប្រជាជននៃទឹកដី Rising របស់ខ្លួនទៀតនោះឡើយលើបែបនេះអ៊ីនក៏ព្យាយាមបញ្យល់ទៅកាន់គេថាអ្នកភូមិទាំងអស់គឺតែងតែរងចាំគេគ្មាននរណាម្នាក់បោះបង់គេឡើយដូច្នេះហើយកុំព្យាយាមបោះបង់ខ្លួនឯងអីនិយាយបានតែប៉ុណ្នេះអ្នកភូមិទាំងអស់ក៏បានប្រមូលផ្ដុំគ្នារួចក៏បាននិយាយស្របគ្នាទៅកាន់Neganដែលពួកគេគឺបាននិយាយជំរុញទឹកចិត្តឲ្យNeganតស៊ូឡើងកុំព្យាយាមកើតនៅរឿងអកតេអីពួកគេគឺមិនដែលយកទោសភ័យអ្វីទៅកាន់Neganនោះទេក៏ព្រោះតែបានដឹងហើយថារឿងគ្រប់សពបែបយ៉ាងដែលគេបានធ្វើនេះក៏ព្រោះតែចង់ជួយសង្គ្រោះមកកាន់ទឹកដី Rising តែប៉ុណ្ណោះចឹងហើយពួកគេគឺតែងតែមានមោទនភាពទៅកាន់Neganជានិច្ចតស៊ូឡើងអ្នកភូមិទាំងអស់គឺមិនដែលបោះបង់ចោលឯងនោះឡើយNeganឯងនៅតែជាផ្នែកមួយនៃទឹកដី Rising របស់ពួកយើងនៅតែជឿជាក់ទៅកាន់ឯងឬបែបនេះNeganក៏បានរំភើបចិត្តរួចក៏បានអោនសុំទោសទៅកាន់អ្នកគ្រប់គ្នាអំពីកំហុសរបស់ខ្លួនគឺសូមសន្យាថានឹងលែងធ្វើឲ្យរឿងរ៉ាវមួយនេះកើតឡើងម្ដងទៀតហើយឃើញបែបនេះអ្នកគ្រប់គ្នាគឺពិតជារំភើបចិត្តខ្លាំងមែនទែនស្របពេលជាមួយនឹងគ្នានោះ Yuri ក៏បានទន់ខ្លួនរៀបនឹងសន្លប់ដោយសារតែមុននេះនាងបានប្រើប្រាស់នៅធម្មពលច្រើនខ្លាំងពេកចឹងហើយអ៊ីនក៏បានបីនាងឲ្យទៅសម្រាប់សិនទៅរួចមកគេក៏បានតាំងចិត្តឲ្យថានឹងស្វែងរកមុខអ្នកដែលនៅពីក្រោយខ្នងរឿងរ៉ាវទាំងអស់នេះគេមិនជឿទេថានៅសុកបិសាចបែរជាមកលុកលុយទៅកាន់ទឹកដីរបស់មនុស្សបែបនេះជាពិសេសគោលដៅរបស់គេគឺជាខ្លួនថែមទៀតចឹងហើយគេគឺត្រូវតែស្វែងរកឲ្យបានថានរណាគឺជាអ្នកដែលនៅពីក្រោយខ្នងរឿងរ៉ាវទាំងអស់នេះក៏លេមកមើលបិសាចតូច Shadow ផងយើងឯវិញឥឡូវហ្នឹងគេនៅតែអត់ទាន់ស្លាប់ទៀតព្យាយាមដកនៅរូបរាងកាយរបស់ខ្លួនកាន់តែតូចមួយទៀតធ្វើការចង់រត់គេចេញពីទីនេះក៏ប៉ុន្តែភ្លាមហ្នឹងក៏ត្រូវបានគ្នាផាន់អ៊ីនចាប់គេជាប់ម្ដងទៀតជាលើកទី3ហើយភ្លាមហ្នឹងដែរអ៊ីនក៏បានចូលមកសួរគេថានរណាគឺជាអ្នកដែលបញ្ជាគេនៅពីក្រោយខ្នងរបស់គេឆាប់ប្រាប់ភ្លាមមក
លឿនចឹងមើលទៅកាន់វាគឺពិតជារកលយខ្លាំងមែនតើនិយាយទៅខ្មើណាស់ដែរហ្នឹងអត់មានប្រាប់ងាយៗទេតែនៅពេលដែលពួកគេគម្រាមសម្លាប់ក៏ស្រាប់តែវាបដូរអត្តចរិតភ្លាមៗតែម្ដងរួយក៏បានដោះដូរជាមួយនឹងអ៊ិនថាប្រសិនបើខ្លួនប្រាប់នៅរឿងរ៉ាវក្របសុបបែបយ៉ាងចឹងតើក្រុមរបស់អ៊ិនអាចដោះលែងវាបានដែរឬមួយក៏អត់លឿនចឹងអ៊ិនក៏បានយកស្របជាមួយនឹងសំណើមួយនេះក៏ប៉ុន្តែនៅគណៈពេលដែលគេរៀបនឹងហាមកនិយាយទៅហើយហ្នឹងក៏ស្រាប់តែខ្លួនរបស់គេក៏ត្រូវបានផ្ទុះស្លាប់ភ្លាមឃើញចឹងយាយផានក៏បានដឹងភ្លាមថានេះគឺជាស្វែវេទមន្តម្យ៉ាងដែលបានដាក់ដោយអ្នកដែលប្រើប្រាស់នៅវេទមន្តខ្លាំងម្នាក់នេះប្រសិនបើអ្នកដែលត្រូវបានជាប់វេទមន្តមួយនោះហ៊ានតែនិយាយប៉ះពាល់ជាមួយនឹងអ្វីដែលគេចង់បានបុគ្គលដែលជាប់នៅវេទមន្តមួយនោះគឺនឹងត្រូវបានផ្ទុះខ្លួនស្លាប់ភ្លាមចឹងហើយនៅចុងក្រោយពួកយើងនៅតែមិនអាចដឹងអំពីអ្នកដែលនៅអំពីក្រៅខ្នងរបស់ពួកគេដដែលសាច់រឿងក៏បានកើតមកដល់ពេលដែលអ៊ិនត្រូវលាអ្នកទាំងអស់គ្នាដើម្បីចាក់ចេញពីទីនេះទៅកាន់កន្លែងរបស់ខ្លួនវិញក៏ប៉ុន្តែមុនពេលចាក់ចេញគេក៏បានសន្យាជាមួយអ្នករកគ្នាក៏ដូចជាបានធ្វើដែរជាមួយនឹងក្មេងស្រីតូចថាទឹកដីរ៉ៃសិកមួយនេះគឺនៅតែជាទឹកដីដ៏សំខាន់របស់គេគឺនឹងព្យាយាមការពារវាជានិច្ចហើយសូមកុំបារម្ភអីនៅថ្ងៃណាមួយពួកយើងនឹងបានជួបគ្នាម្ដងទៀតរួចពីនោះមិនថាឡើយសម្បីតែនីហ្គេនអ្នកភូមិទាំងអស់ក៏ដូចជាស្ដេចនៃអាណាចក្រមួយនេះទាំងមូលក៏បាន support ទៅកាន់ Nen ដូចគ្នានៅក្នុងការដែលឲ្យគេឡើងកាន់កាប់ធ្វើជាស្ដេចនៃទឹកដី Raisik មួយនោះត្បូងមើលទៅកាន់គេហាក់ដូចជាមិនចង់ទទួលវានោះទេក៏ប៉ុន្តែដោយសារតែសិទ្ធិក្រោមការបង្ខំរបស់អ្នកគ្រប់គ្នាខ្លាំងពេកហ្នឹងគេក៏បានយកស្របជាមួយសំណើមួយនេះតែបែបនេះចាប់ពីថ្ងៃនេះទៅ N គឺជាអ្នកគ្រប់គ្រងថ្មីនៃទឹកដី Raisik ទាំងមូលនិយាយទៅមើលទៅកាន់ឈុតហ្នឹងអ៊ិនគឺចំណេញមិនស្ទើរទេមានទាំងឪគេផងកូនគេផងក្មួយគេផងមិនថាប្រុសមិនថាស្រីទេរត់មកអោបអ៊ិនគ្រប់គ្នាកន្លែងហ្នឹងគឺចំណេញមិនស្ទើរទេហើយផុតពីកន្លែងហ្នឹងទៅវានៅមានមួយកន្លែងទៀតដែលសារតែឥឡូវហ្នឹងគេគឺជាស្ដេចដែលគ្រប់គ្រងនៃទឹកដី Raisik ចឹងហើយឋានៈរបស់គេក៏ខ្ពស់ដែរដោយនេះពនាង Claudia ក៏បានស្នើសុំអំពីការរៀបការរបស់ខ្លួនទៅកាន់ព្រះបិតាឲ្យរៀបចំវាឲ្យបានឆាប់ក៏ព្រោះតែឥឡូវហ្នឹងកូនស្រីម្នាក់នេះគឺពិតជាចង់បានប្តីខ្លាំងណាស់ឃើញចឹងយូរីក៏បានស្ទុះមកភ្លាមថាអត់មានទេទោះបីជារៀបការក៏ត្រូវតែរៀបការមួយនាងមុនដែរឃើញចឹង Claudia អត់មានប្រកាន់អីទេក៏បានយល់ស្របក៏ព្រោះតែនាងគឺបានត្រៀមខ្លួនរួចហើយថានឹងធ្វើជាប្រពន្ធទី2របស់អ៊ិនទៅចុះតែតទៅពេលឃើញចឹងអីកុំមើលទឹកមុខផាន់អេលិចនិយាយពីថាប្រច័នឡើងចង់ឆេះហើយរឿងមួយនឹងដែរក៏បានធ្វើឲ្យកូនបើផាន់យើងចាប់អារម្មណ៍ដឹងរួចនាងក៏បាននិយាយទៅកាន់បងស្រីផាន់ខ្លួនថាមិនដែរឃើញគេ sweet ចឹងប្រចានមែនថាកុំឲ្យស្រឡាញ់គេម្នាក់ឯងខ្លាំងពេកឥឡូវឃើញអត់គេមានប្រពន្ធពីរបានសម្រេចតែកុំគិតច្រើនចោះឈ្មោះធ្វើប្រពន្ធផាន់នេះដែរទៅគ្មានអីទេគ្រាន់តែធ្វើជាប្រពន្ធទី4ផាន់គេតែប៉ុណ្្នឹងឯងគ្រាន់តែបានឮថាពាក្យប្រពន្ធទី4ភ្លាមមើលទឹកមុខផាន់អេលេចឡើងចង់ស៊ីសាច់ហត់ឈាមគេហើយហ្នឹងហើយសាររឿងរបស់យើងត្រូវបានបញ្ចប់តាមនេះចឹងបើចង់នឹងថាសាររឿងបន្ទាប់នឹងមានរឿងអីកើតឡើងហើយថាតើពួកគេនឹងជួបឧបសគ្គអ្វីខ្លះទៀតនោះយើងមានតែត្រូវរងចាំភាគក្រោយដែលជាភាគបន្ទាប់ផងយើងទៅហើយសាច់រឿងបានកាន់មកដល់កន្លែងបិសាច់មួយដែលយើងបានឃើញថាទស្សនវិជ្ជានៅទីនេះគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនជាមួយនឹងគ្នានោះដែរយើងក៏បានឃើញបិសាច់ពីរនាក់ដែលទី1គឺជាបិសាច់ទន្សាយនិងទី2គឺជាបិសាច់មឹកដែលជាអ្នកមើលការខុសត្រូវនៅក្នុងវិមានបិសាច់មួយនេះខណៈពេលដើរត្រួតពិនិត្យសុកសហ្នឹងពួកគេក៏បាននិយាយគ្នាពាក់ព័ន្ធជាមួយនឹងបិសាច Falcon ក៏ដូចជា Shadow ដែលទៅនឹងត្រូវបានគេសម្លាប់ថ្មីនេះដែលវាគឺជាវត្តមានរបស់តួឯកប្រុសរបស់យើង In នឹងឯងអ្នកសម្លាញ់យើងឮថាថ្មីនេះ Falcon ជាមួយនឹង Shadow ដែលជាបិសាចកំពូលពីរនាក់ត្រូវបានសម្លាប់ដោយក្មេងប្រុសម្នាក់ដែលទៅតែឡើងធ្វើជា hero ថ្មីគេនោះគឺពិតជាខ្លាំងក្លាសម្បើមណាស់ខណៈពេលដែលកំពុងតែនិយាយសុកហ្នឹងក៏ស្រាប់តែគ្នារបស់គេម្នាក់គឺត្រូវបានដៃក្បាលស្លាប់ភ្លាមឃើញចឹងម្នាក់ទៀតគឺពិតជារន្ធត់ចិត្តខ្លាំងមែនទែនមិនអាចទទួលយកបាននោះទេនេះគេគឺពិតជាស្រឡាញ់ការខ្លាំងណាស់មិនដឹងថាមានរឿងអីកើតឡើងឲ្យពិតប្រាកដនោះឡើយបន្តិចក្រោយមកក៏ស្រាប់តែលេចឡើងនៅវត្តមានរបស់បេសាយស្រីម្នាក់ទៀតក៏បានបង្ហាញខ្លួនឡើងនៅទីនេះក៏ដូចជាបានសួរនាំទៅកាន់គេអំពីវត្តមានមនុស្សដែលគេបាននិយាយឡើងមុននេះហើយបន្ទាប់ពីទទួលដឹងថាម្នាក់នោះគឺជា hero ថ្មីដែលមានឈ្មោះថា In ហើយនាងគឺពិតជាចាប់អារម្មណ៍ទៅកាន់គេខ្លាំងមែនទែនដែលបែបនេះនាងគឺពិតជាចង់ដឹងខ្លាំងណាស់ថាអ្នកដែលបានសម្លាប់ទៅកាន់បិសាច Falcon ក៏ដូចជា Shadow ដែលជា top rank នៃពពួកបិសាចថាតើគេខ្លាំងដល់កម្រិតណានោះខ្ញុំគឺពិតជាចង់ប៉ះគ្នាជាមួយនឹងឯងខ្លាំងណាស់ In ហើយកន្លែងហ្នឹងដែរគេក៏បានប្រាប់ឲ្យយើងបាននឹងដូចគ្នាថានាងគឺមានឈ្មោះថា Great Dark Leona គឺជាបិសាចដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី5រួចពីនោះសេរីនក៏បានកាត់មកដល់កន្លែងរបស់ Ishida ដែលជាបងស្រីរបស់ Yuri
នេះគេក៏បានប្រាប់ឲ្យយើងបាននឹងផងដែរថាបិសាចដែលយើងបានឃើញមុននេះគឺជាកូនចៅរបស់នាងប៉ុណ្ណោះដូច្នេះហើយភ្លាមៗហ្នឹងនាងក៏បានរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធជាមួយនឹង Hero ដែលមានឈ្មោះថា N ហ្នឹងប្រាប់ទៅកាន់ម្ចាស់ស្រីរបស់នាងបន្ទាប់ពីបានរាយការណ៍អំពីព័ត៌មានប្រាប់ទៅកាន់ Echidna រួចហើយនាងក៏សុំចេញទៅប្រយុទ្ធជាមួយនឹង N ដោយផ្ទាល់ក៏ព្រោះតែនាងគឺពិតជាចង់ប៉ះគ្នាជាមួយនឹងគេខ្លាំងមែនទែននាងមិនជឿនោះទេថាក្មេងប្រុសម្នាក់ដែលមើលទៅធម្មតាបែបនេះបែរជាអាចមានសមត្ថភាពទប់ទល់ជាមួយនឹងបិសាច Asrank បាននោះចឹងហើយលើកនេះគឺទុកឲ្យនាងជាអ្នកចេញមុខវិញម្ដងជាមួយនឹងសមត្ថភាពរបស់នាងនេះនាងមិនជឿនោះទេថានាងមិនអាចចាត់ការគេបាននោះឬបែបនេះ Echidna ក៏បានប្រាប់ទៅកាន់នាងថាមិនចាំបាច់ចេញទៅស្វែងរកគេនោះទេប្រសិនបើនាងចង់ជួបគ្នាជាមួយនឹងគេមែននោះនាងគួរតែឈ្មោះទៅកាន់ពិភពនៃដើមឈើវេទមន្តឬមួយក៏ The Spirit Tree មិនយូរមិនឆាប់នាងប្រកាសជាអាចជួបជាមួយនឹងគេជាមិនខាននៅពេលបានលើបែបនេះនាងក៏បានយល់ស្របជាមួយនឹងសំណើមួយនេះក៏ដូចជាបានបើកនៅ portal មួយចាក់ចេញពីទីនេះបាទទៅឃើញចឹងមើលទៅកាន់ Echidna នាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនក៏ព្រោះតែកម្រងការដែលនាងបានរៀបចំគឺបានដើរទៅដោយរលូនដូច្នេះហើយមិនយូរមិនឆាប់ល្ខោនដែលល្អមើលប្រកាសជាត្រូវបានចាប់ផ្ដើមកាន់មកខាងតួប្រុសរបស់យើងឯវិញឥឡូវហ្នឹងគេកំពុងតែមានក្តីសោកជាមួយនឹងជីវិតប្រចាំថ្ងៃរបស់គេមិនសូវជាខ្វល់អ្វីណាទេខណៈពេលហ្នឹងដែរអេលិចក៏បានដើរចូលមកកាន់ទីនេះក៏ដូចជាបានសុំនិយាយគ្នាជាមួយនឹងអេនតែ2នាក់លឿនចឹងបងប្អូនស្រីទាំងពីរនាក់ទៀតក៏ដឹងភ្លាមថាអេលិចហ្នឹងប្រហែលជាមានបំណងចង់សុំស្រឡាញ់អ៊ីនឯមើលទៅមិនស្រួលនឹងចង់សារភាពស្នេហ៍ទៀតចឹងហើយនាងអត់ឱកាសល្អមួយនឹងកន្លងផុតទៅបានទេពួកនាងគឺចង់សារភាពស្នេហ៍ដូចគ្នាដល់ទៅពេលឃើញថាបងប្អូនស្រីផងពួកគេហ្នឹងរៀងអាលៀមពេកចឹងទៅនាងក៏ដូរប្រធានបទវិញដែលនាងក៏ចាប់ផ្ដើមនិយាយអំពីរឿងដែលនាងបានដឹងថ្មីនេះពាក់ព័ន្ធជាមួយនឹងដងចន្ទសម្ងាត់មួយដែលនាងបានប្រទះឃើញវាអាចជា The World Spirit Tree ឬមួយក៏ពិភពដើមឈើវេទមន្តដែលបងស្រីរបស់នាងកំពុងតែស្ថិតនៅលើអញ្ចឹងពួកគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនក៏ព្រោះតែមិនយូរមិនឆាប់ពួកគេប្រកាសជាអាចជួបជាមួយនឹងបងប្អូនស្រីរបស់គេផ្សេងទៀតបានហើយចឹងហើយពួកគេក៏បានសួរបញ្ជាក់ទៅកាន់ Alex ថានាងប្រកាសចិត្តអត់ក៏ប៉ុន្តែភ្លាមៗហ្នឹងពួកគេក៏ស្រឡាំងកាំងវិញនៅពេលដែល Alex បានប្រាប់មកកាន់ពួកគេថាអត់ប្រកាសចិត្តដែរលឿនចឹងអ៊ីនអត់មានខ្វល់ទេបើទោះបីជាអត់មានសង្ឃឹមក៏ត្រូវតែទៅដែរសាឡបងគឺជាជំរឿល្អបំផុតនិយាយរួចពួកគេក៏រៀបចំនឹងចាក់ចេញទៅក៏ប៉ុន្តែភ្លាមហ្នឹងអ៊ីនក៏លើសូសំឡេងអ្វីម្យ៉ាងបាននិយាយមកកាន់ខ្លួនដែលសំឡេងមួយហ្នឹងគឺពិតជាប្លែកខ្លាំងមែនទែនគេមិនដែលលើពីមុនមកនោះទេចឹងឯងគេក៏បានកលេចរមើលសំឡេងមួយនោះក៏ប៉ុន្តែហាក់ដូចជាមិនបានឃើញអ្វីនោះឡើយរហូតទាល់តែគេងាកមកខាងក្រៅវិញទៅគេបានដឹងថាសំឡេងមួយនោះគឺចេញអំពីមនុស្សស្រីម្នាក់ដែលកំពុងតែដេកនៅលើគ្រែរបស់គេនឹងឯងនិយាយទៅបាទខ្ញុំបកស្រាយទេមើលតែសាយទៅឡើងក្លុកហើយមិនដឹងថាខ្ជូតប៉ុណ្ណាទេនេះ Nice ពេលឃើញចឹងមើលទៅកាន់អ៊ីណូឡើងស្រឡាំងកាំងហ្មងនិយាយទៅមើលឡើងអត់មានព្រិចភ្នែកទេបើកភ្នែកឡើងប្រប៉ុណ្ណាណៃហើយកន្លែងហ្នឹងដែរគេក៏បានប្រាប់ឲ្យយើងបានដឹងដូចគ្នាថាមនុស្សស្រីដែលបានដេកនៅលើគ្រែរបស់គេហ្នឹងគឺជាបងស្រីទី2របស់ពួកគេក៏ដូចជាមនុស្សដែលគេកំពុងតែចង់ស្វែងរកនឹងឯងនិយាយទៅលើកនេះហោប្រទេសឆ្កានកាហ្មងកំពុងតែចង់ស្វែងរកគេផងស្រាប់តែគេមករកដល់លើគ្រែស្រាប់ហ្មងអត់មានហត់អីទេឃើញចឹងយូរីអត់មានចាំទេក៏បានហក់រកទៅអោបបងស្រីផងខ្លួនព្រោះថាបាយគ្នាយូរពេកក៏ប៉ុន្តែនៅពេលដែលហក់ទៅដល់ហ្នឹងក៏ស្រាប់តែមានអីកាប់មុខបានសម្រេចដោយសារតែនឹងមិនមែនជារូបរាងពិតផានាងទេវាគឺជារូបរាងបំភាន់ដែលបងស្រីផានាងបង្កើតឡើងដើម្បីយកវាមកជួបជាមួយនឹងពួកគេប៉ុណ្ណោះហើយកន្លែងហ្នឹងដែរគេក៏បានប្រាប់ឲ្យយើងបានដឹងដូចគ្នាថាបងស្រីទី2របស់ពួកគេហ្នឹងគឺមានឈ្មោះថា Kuris ដែលជាវិញ្ញាណដើមឈើបរិសុទ្ធដែលមានសមត្ថភាពនៅក្នុងការបង្កើត illusion ឬមួយក៏ការបំភាន់នៅពេលបានជួបគ្នាភ្លាមនាងក៏ចាប់ផ្ដើមមកយកចិត្តទៅកាន់អ៊ីននិយាយទៅខិតឡើងចិត្តមុខគេហ្មងដែលបានធ្វើឲ្យអ៊ីនហ្នឹងឃើញឡើងពេញភ្នែកហ្មងចឹងហើយមើលមុខผ่านគេឡើងក្រហមហីឃើញចឹងអ៊ីនក៏ភ័យបដាញ័របដាចាប់ផ្ដើមសួរទៅកាន់នាងថាតើនាងចង់បានអ្វីឲ្យប្រកាសឆាប់ប្រាប់គេមកមិនអីនោះទេប្រសិនបើគេជួយបានគេនឹងជួយនិយាយបដាក៏បានគិតអាក្រក់ក្នុងចិត្តបដាមើលតែការគិតผ่านគេទៅឡើងខ្មៅងឹតឯនេះចឹងហើយគិតខ្លួនឯងថាក្បាលខូចហ្នឹងកំពុងតែគិតអីនោះតែត្រូវចាំមិនគិតតែស្រឡាញ់គេម្នាក់ឯងទេរួចពីនោះនាងក៏បាននិយាយការពិតប្រាប់តែកាន់ពួកគេពាក់ព័ន្ធជាមួយនឹង The World Tree ដែលជាពិភពដើមឈើវេទមន្តដែលនាងកំពុងតែរស់នៅហ្នឹងនិយាយទៅឥឡូវហ្នឹងគឺពពួកបិសាចកំពុងតែចូលវិបហាមកកាន់ពិភពរបស់នាងហើយជាងអីនាងគឺចង់សុំជំនួយទៅកាន់ពួកគេក៏ព្រោះតែនាងគឺមានអារម្មណ៍ដឹងថាមិនយូរមិនឆាប់ប្រកាសជាមានសត្រូវដែលខ្លាំងនឹងចូលមកកាន់ទីនេះជាមិនខានលឿនអញ្ចឹងពួកគេគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ព្រោះតែ The World Tree ដែលពួកគេធ្លាប់បានឆ្លងកាត់កន្លងមកគឺអត់មានបិសាចណាផ្សេងចូលទៅដល់នោះទេវាគឺមានតែបិសាចដែលនៅរងចាំការពារនៅក្នុងពិភពលោកមួយនោះតែប៉ុណ្ណោះបិសាចផ្សេងគឺមិនអាចចូលទៅដល់នោះឡើយ
chẳng ấy bộ cái chẳng khăn nè thà đấy ban chơi bộ bề sai nơi kháng cái chỉ riêng cho tới can bị phộp lộn nguyên lưu tờ vinh này thà ta bộ cái trong ban là vậy ai bạc cá từ có bàn tay mình cất ra nô tê ở vậy để sắm khăn bộ cái cứ nên chơi tới can đi nô đầm bày chỗ đào sai nơi ban hai mối này tới can niềng lưu bản này nên cứ bắt chơi sờ bài chơi khăn mình tên cái đôi chơi bàn thu chơi lang vinh chẳng ấy các bạn cài ra cài riêng mình tới từ rồi các bạn liệp bộ cái chạy trên tờ vinhประต่อไปนู้ใส่เรื่องกับการมาดาวไปแต่โปเก้ทั่วดำนาช่วยมาการไปพบดามเชลเวตมุนเนื้อเป็นมาดาวพลิมแค่กระไรจูปเตียชิมุนอุปสรรคมวยดาวิคือเฉียบไรวงเวงในประสันบาเกมันนายเราไปที่ซาจะจังไปเปรมณีบานุเต้แค่ประกอบจะไตรชวบเนื้อตินีจีเรียงรอฮดแต่บงไล่เมื่อแต่การแก้หักโดยเฉียบให้บันไดได้ก็บันไดกลายมอกโดยซาแต่เมียนจำนวนจะอย่างปีพนายเติบระบาเอเลชมันยูปันแมนแค่กับไอสไวร์เพลจะจังไปตินีบ้านขณะไปทั่วดำนาตามเพลินนั้นแก่กะหาโดยจะชงาบันเตได้ก็โปรแต่ดงเชิญได้แก่ทลอบานชูปเตกันลองมองนั้นในตามเพลินได้เฉียบไพรบานนี้กูน่าแต่มีนเบยซาจรานคลั่งเหมือนเต้นโจมาทั่วการเวประหารมาการเกก็ปันตาดงเชิญมวยนี้หาโดยจะจำลายบันเตได้อยู่ไหนโดยเฉียบมีนบานชูปเตเฉียบมวยนังเบยซานามวยตัวเตอร์ซ่าจังไงเปิดเฉียบชงาคลั่งเหมือนเต้นจีก็หลายนั่งใจเต้มันได้เยอะเนาะไปชูเบยซาเชิญก่อชงอไปดาทางเพลินอันเป็นชูเบยซานั่งก่อชงอเตียดช่างแม่นชีวิตเนี่ยสลังเกมในไอ้นี่ก็ได้จำลายตามมาตอนซะขณะไปดาจอดาลาหนึ่งนงปรายมือนี้ออกมาสินตูทอมนั่งเมื่อเธอโดยจิตซีเปคลางเป๊ะแก้กระจับดามปราในหรือเบอร์บอกล้วนดำไปช่วยแต่การโกดาไว้มาดองแต่แบบนี้มันอยู่บนมันแก้กับบานจูปเตียเชื่อมวยหนึ่งวงสัตว์ขโมยมวยกรมดาวิคือเพื่อจะมีจำนวนจานคลั่งเหมือนเดิมจำนวนนักเรียนดูได้มาจากสเตรบอวิได้เชื่อใบสายขโมยนั่งก่อบานบางหางโคลนจริงมาโดยขณีเนื้อเป๊ะบางหางโคลนจริงมาพลิ้มแต่บงไล่ยังมันเคยทาแก้หักโดยเชื่อคลั่งเหมือนเดิมบานใหญ่ดีดองมาการตัวไอโปรระบายยังสโลเป็นขณีนังได้ใบสายมวยเซนเทียกับบานมาดอตีนี่หอยเนื้อเป๊ะได้ใบสายคลั่งบานจูปเตียจำนวนนักเรียนจังพี่ฉันใบสายต่างอันนั้นแต่จังโยชนะขณีไอโดยซาแต่จังบางหางได้คล้วนคือชิ้นเนี่ยได้คลั่งจึงเก๋กระโดดจะจังการกับมาการปรายมวยนี่แต่งมูลคืนจังใบสายขโมยมวยนั่งอาจารย์อยู่เตะก็บ้านมันเชื่อในกลใจขโมยระบายนี่จิตรันเพื่อการฮอมพอดแต่การใบสายคลาขโมยมวยนูหอยจมูกในคณีนังได้เนี่ยก็บ้านมันเชียวีเอาแต่ฮอมพอดคล้วนระบายเอ็นโดยคณีคณะไปคืนทาเก๋หาโดยชิมันบ้านมันเจอในสกัมมาเพียวไว้นั่งเนี่ยก็กระทาคล้วนไปให้เชื่ออายุชนะบ้านในก็ปันตายเพลียมขณะไปได้เนี่ยมันบ้านพร้อมประหยัดว่าแต่เมีระบายเอ็นก็บ้านมันหางคล้วนลายในปีกราขนองระบายเนียงก็โดยเชื่อบ้านจะเนียงปีกราขนองมวยกับบัดเตอร์ให้ก็ปันได้เพลียมหนึ่งเอาไว้ได้ยังมาดังคือท่านี้มันมาสลับนู่นตีก็เพราะแต่รูเรียงไก่ได้แค่บ้านจ่างบันไม่เน่คือมันแมนจะรูเรียงไก่เปิดระบาดเนนูไลรูเรียงไก่เปิดระบาดเนี้ยคือกำปงแต่แหลกล้วนในขนมจำนำวงขมุมต่างอันนี่เพราะเส้นบ้าดอราบน่ะแค่มันอาจไว้รอกรูเรียงไก่เปิดระบาดเนียงบ้านนู่นตีนู่นเนียงหนึ่งเนื้อแต่ไอ้บรรทอรูเรียงเมนชีวิตบ้านดอดานั่งเนื้อไปบ้านเคยแท้ใบไซค์ขโมยนี่บ้านใหญ่ดื้อดอมาการเกยคลังไปนั่งเอ็นผ่อนยื่นก่อนเล่นจำอยู่เตียได้ก็จับดาวเหมือนใจหนูเวทมนต์เพลิดบอกลุ่นปริบใบโดยจะกรอบเพลียงจังบ้านถมเหลี่ยจอมาขังกราวนั่งเป็นมวยต่ำพังตายมาดองเนื้อไปบ้านเคยแท้สตรีในจมพูมุกระบอเนี้ยคือคลังคลาไปนั่งเนี่ยก็จับดาวดักไม่โปรดก็โดยจะบ้านสัญญาจมูกคลุ่นในท่านในไงนามวยแกคือหนึ่งจัดการเอ็นởตัวแต่บ้านในยัยรุ่ยเนี่ยกับบ้านหอจะเจนตื่นคณะเป้หอจะเจนบ้านแต่บันเตยเนี่ยกับบ้านปฏิยาจูบจมูกหนึ่งพอทอลมวยแต่แบบนี้เนี่ยก็จังรถเกยเจนแต่ตามพอทอลมวยนู่ก็ปันไตคณะเป้ได้โจเตยขังขนมบ้านแต่บันเตยนั่งก็ทราบแต่เนี้ยบ้านจูบปฏิยาจมูกหนึ่งวัดเมียนระบอบใบสายสายลีโอนาใจเตยเลยนี่ใจปีท่าจำนวนมองชอบตะกับเปอร์ลางมอคลายคณะเป้ได้บ้านจูปฏิยาจมูกหนึ่งใบสายดอกคลังคลาลีโอนาเพลียมาเนี่ยก็จังรถเกยเจนปิตีนี่แต่โดยยังบ้านนั่งเสียมจังทาลีโอนาผ่านเจิงเชื่อมันđượcบ้านไม่นู่จังเตยมีในเตียดเพลียมนั่งก็ถ่ายบ้านเนียงติงกับเพลิงได้มากรอบใบชายสลับบ้านสมรัยประตูไปบ้านจัดการแต่การใบไซค์ขโมยรวยนั่งเนี่ยกับบ้านโชว์มาจูบจมูกหนึ่งเกดับตัวเคยแบบนี้แกก็จำอยู่ได้กับบ้านสู้อย่างเลื่อนเหาะแต่มัดเนียงไปมวยต่ำหังโดยเคยแทมาได้โดยเจอเหมือนกรบกร้อนกับบ้านแทหมดได้ให้มาได้เทียดซับย่อไปมวยต่ำหังแต่การรู้เรียงกายผ่านเนียงได้เรื่องนี้ได้ตัวไอ้เผาผ่านเยอะคือเล่นบรรทุกได้จมูกหนึ่งใบไซค์จะไรเคยสำรับย่อมองเชิงไอ้เพลียมนั่งใบไซค์เลี้ยวนะก็ตรบ้านกอบเตือนหนึ่งได้บ้านสำรัยเนื้อเป้บ้านเคยแท้กูสตรีระบอเนี้ยหากโดยจะมีสมรรถภาพกรอนบายได้นั่งนี่คือเปิดใจสบายจัดคลั่งเหมือนกันก็เพราะแต่รอบสับชนำกับเราโมนี้คือขมิ้นนะจะได้กูระบอเนี้ยนู่ไล่จะไงเนื้อเป้นี้ในประกอบจีบบ้านสบายชีเหมือนกันสบายใจประดาก็บ้านเหมือนใจหนาสัตชนิดวิประหารแต่การเกวันประดาโดยขณีเคยแบบนี้อินผ่อนเยอะเล่นต่อได้ที่ไรใหญ่เต๋อกูท่าไอ้เดี๋ยวนี้มันบันเตอร์แต่งออกมานั่งคือเก็บบ้านปลาเนื้อดาบอกรุ่นไว้เวทตลอดมาวันจังอ้อแต่มาดองเดี๋ยวแบบนี้สกิลเดี๋ยวนี้มันบันเตอร์แต่งออกมานั่งคือเจอบ้านรอมาการเนียงเป็น
ហើយមិនចាំយូរដោយមិនចង់និយាយអីច្រើនទៀតហ្នឹងគេក៏បានស្ទុះមកដល់ពីក្រៅខ្នងរបស់នាងយ៉ាងលឿនរួចក៏បានប្រើប្រាស់មួយស្នៀតកាប់ក្បាលរបស់នាងដាច់បាត់ទៅនៅពេលបានឃើញថាខ្លួនចាញ់ទៅកាន់ក្មេងប្រុសម្នាក់ដោយងាយៗបែបនេះនាងគឺមិនអស់ចិត្តនោះទេកំហឹងរបស់នាងគឺបានកើនឡើងខ្លាំងក្លាមែនទែនដោយបែបនេះនាងក៏បានសន្យាជាមួយនឹងខ្លួនឯងដែលបាននិយាយថារងចាំយើងនឹងត្រឡប់មកវិញនៅថ្ងៃណាមួយយើងនឹងសម្លាប់ឯងឲ្យទាល់តែបាននិយាយរួចនាងក៏បានបោកផោថលចាកចេញពីទីនេះបាត់ទៅរួចពីនោះសាច់រឿងក៏បានកើតមកដល់ពេលដែលពួកគេបានចូលមកដល់ពិភពដើមឈើរបស់បងស្រីស្អាតដែលជាបងស្រីទី2របស់យូរីនឹងឯងពួកគេគឺពិតជាភ្ញាក់ផ្អើលជាមួយនឹងទស្សនវិជ្ជាដែលបានឃើញពិតមែនក៏ព្រោះតែនៅទីនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ហើយនៅពេលដែលបានជួបគ្នាភ្លាមពួកគេទាំងអស់គ្នាក៏បានចាប់ផ្ដើមធ្វើការរាក់ទាក់នៅក្នុងនាមជាបងប្អូនដែលខានបានជួបគ្នាអស់ពេលយ៉ាងយូរនិយាយទៅស្ទាយអីក៏ចេញមកដែរខុសចម្លែកតែអេលេចផងយើងម្នាក់តានិយាយពីថានៅឡើស្ងៀមគ្នា introvert និយាយទៅធ្វើអីធ្វើទៅអត់ខ្វល់នោះទេអា introvert ហ្នឹងមិនសំខាន់ទេសំខាន់ស្រឡាញ់គេម្នាក់ឯងទៀតមនុស្សយើងមែននិយាយទៅខ្ញុំមាននិយាយលេងណាអេលេចស្រឡាញ់តួឯងផងយើងម្នាក់ឯងមែនតាមើលតែពេលដែលចង់សារភាពក៏សារភាពមិនកើតអាចង់ធ្វើអីក៏ធ្វើមិនកើតអាពេលគេសើស្នាមួយ in ខ្លាំងពេកក៏ប្រច័ណ្ឌនិយាយទៅជីវិតស្រឡាញ់គេម្នាក់ឯងនេះអត់ស្រួលទេហ្នឹងហើយដែលតែប៉ុណ្្នឹងបានហើយព្រោះថាសិស្សអៀងផងយើងគឺត្រូវបានកាត់ចប់ត្រង់ពេលដែល in បានជួបគ្នាជាមួយនឹងអ្នកការពាររបស់បងស្រីគេនឹងឯងឈប់មុនចាប់នឹងអ្នកគ្នាមានឆ្ងល់ដូចខ្ញុំអត់អ្នកការពារគេទាំងអស់សិតតែធំប៉ុណ្ណាណីក៏ប៉ុន្តែអ្នកការពារផនបងស្រីទី2ផនគេនេះវិញណាមើលទៅដូចជាទៅមិនកើតមិនទេមើលរូបរាងគេឡើងទូចឡើងទាហ្មងហ្នឹងហើយសែងរបស់យើងត្រូវបានកាត់ចាប់ត្រឹមនេះចឹងបើចង់ដឹងថាសែងបន្ទាប់ពួកគេនឹងអាចឆ្លងកាត់នូវឧបសគ្គអ្វីខ្លះទៀតនោះជាងមានតែត្រូវរងចាំទស្សនាភាគក្រោយដែលជាភាគបន្ទាប់ផងយើងទៀតហើយសាច់រឿងបន្តមកពីភាគមុននៅពេលដែលអ៊ិនបានជួបគ្នាជាមួយនឹងមេដែលជាប្អូនបើរបស់ពួកគេនៅពេលបានជួបគ្នាភ្លាមមើលទៅការនាងគឺយំអត់ឈប់ទេឃើញអញ្ចឹងអ៊ិនផងយើងក៏ព្យាយាមរកគ្រប់វិធីសាស្ត្រដើម្បីលួងនាងឲ្យបាត់យំវិញសំខាន់ប៉ះមនុស្សអត់ចេះមើលក្មេងមានណាធ្លាប់តែស្រឡាញ់គេម្នាក់ឯងដល់តែពេលឲ្យមកមើលក្មេងគ្មានចេះមើលអីទេអាលួងគេមិនលួងទេណាមើលទៅធ្វើទឹកមុខអីណាយ៉ាប់មើលខ្លាំងមែនតើដល់តែពេលអញ្ចឹងមិនបាត់យំទេគ្នាមានតែយំលើសដើមខ្លាំងជាងមុនទៀតធ្ងន់ក៏បដ ாய் ពេលនេះដល់ជំរឿយូរីក៏បានបង្ហាញខ្លួនមកក៏ដូចជាបានរាក់ទាក់ទៅកាន់បងស្រីពៅរបស់នាងហើយនៅពេលដែលបានឃើញបងស្រីយូរីផងខ្លួនមកភ្លាមកូនពៅផងយើងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើលេងឈប់យំលេងអីទៀតហើយនិយាយទៅក៏បានហក់ទៅរាក់ទាក់ជាមួយនឹងបងស្រីខ្លួនហើយអាសប្បាយចិត្តមិនទាន់អស់ចិត្តផងហ្នឹងក៏ស្រាប់តែគេបានដឹងថាបងស្រីភីណាក៏ដូចជាអេលេចផងគេហ្នឹងក៏មកដូចគ្នាដែរចឹងហើយនិយាយពីថាថ្ងៃនេះគឺសប្បាយចិត្តអស់ស្ទះហើយរកអីប្រៀបទៅមិនបានទេហើយកន្លែងហ្នឹងដែរភីណាផងយើងគឺធ្លាក់តំណែងចេញពីកូនពៅហើយកូនពៅគឺធ្លាក់មកកាន់មេផងយើងវិញម្ដងភីណាខ្លាយទៅជាកូនពៅទី2ហើយលេងរាប់ចូលហើយហើយគណៈពេលដែលកូនពៅផងយើងកំពុងតែសប្បាយចិត្តនៅពេលដែលបានជួបជាមួយនឹងបងស្រីគេហ្នឹងក៏ស្រាប់តែអ៊ីនផងយើងក៏បានបង្ហាញខ្លួនចេញមកទៀតហើយឃើញអញ្ចឹងគេក៏ចាប់ផ្ដើមជំទាវទៀតហើយថានេះអាពូមុខងាប់នេះដែលធ្វើឲ្យខ្ញុំយំអាពូហ្នឹងគឺគួរឲ្យខ្លាចខ្លាំងមែនទែនអាពូហ្នឹងគឺជាមនុស្សអាក្រក់ឆាប់ដេញវាចេញភ្លាមទៅលើអញ្ចឹងយូរីក៏បានចូលមកបកស្រាយណែនាំខ្លួនអ៊ីនឲ្យមេដែលជាប្អូនពៅផងនាងបានស្គាល់ដែលនាងបានប្រាប់ថាអាពូមុខងាប់នឹងស្អាតតាចេះថាគ្នាមុខងាប់មុខគេឡើងសង្ហានេះសំខាន់ដោយសារតែអាពូមុខងាប់ហ្នឹងបានធ្វើឲ្យបងបានមកជួបជាមួយនឹងឯងហ្នឹងចឹងហើយកុំខឹងគាត់អីឆាប់សុំទោសគាត់ភ្លាមទៅលឺអញ្ចឹងកូនពៅផងយើងឆ្លាតខ្លាំងមែនតើដោយសារតែមុនហ្នឹងប្រហែលជាកំហុសផងនាងដឹងខ្លួនចឹងហើយក៏ចាប់ផ្ដើមចូលមកធ្វើការសុំទោសទៅកាន់អ៊ីនបន្ទាប់ពីបានឃើញនាងឆ្លាតបែបនេះគេក៏អត់យកទៅភ័យអីទៅកាន់នាងដែរប៉ុន្តែមើលសពទៅដូចមិនសួរមិនទេកូនហ្នឹងដូចមើលមុខឯងដាក់ភ្នែកសោះពូនិយាយចឹងខ្ញុំចង់អង្គុយលើផ្លូវព្រោះឯងតិចបានអត់លើកខ្ញុំដាក់អង្គុយតិចទៅអូខេឥឡូវឡើងមកអង្គុយលើផ្លូវពូមើលចឹងមិនអីនោះទេតែខ្ញុំគិតថាអង្គុយប៉ុណ្ណឹងដូចជាមិនសូវស្រួលសោះព្រោះឯងជួយអាក្បាលខ្ញុំតិចមកហើយកុំភ្លេចបោះខ្ញុំលេងផងខ្ញុំចង់ហោះលេងនេះអង្គុយបោះខ្ពស់តិចមើលបោះខ្ពស់ខ្លាំងមកនេះខ្ញុំសប្បាយពូបោះខ្ពស់ពូអូខេខ្ពស់ចាំពូជូន30សំណុំពរចោះក្មួយមិនអីនោះទេមានណានិយាយចប់លេងលៀងមកទំហឹងហោះឡើងទៅភពអាចារ្យបាត់ឃើញចឹងអ្នកដទៃទៀតដែលនៅខាងក្រោមក៏គិតដែរថាអ៊ីនប្រកាសជាចប់ហានកូនពៅហើយមើលទៅតាហ៊ានទៅធ្វើឲ្យនាងខឹងដឹងតែចប់ហ្មងលឿនចឹងមើលទៅកាន់អ៊ីននៅពេលដែលចុះមកដល់ខាងក្រោមវិញភ័យបុកពួនមិនស្ទើរទេថាកុំយំអីគិតក្នុងចិត្តណាតែយំដឹងចោលឲ្យអញអត់ចេះលួងក្មេងផងហ្នឹងកុំយំអីលោកកុំយំមានអីដល់តែពេលបើកភ្នែកមកកូនពៅផងយើងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើព្រោះថាហោះមុនហ្នឹងគឺសប្បាយខ្លាំងណាស់ចឹងហើយពេលនេះអ៊ីនគឺត្រូវបានទទួលស្គាល់ដោយនាងហើយឃើញចឹងអ្នកទាំងអស់គ្នាក៏សប្បាយចិត្តចំនួនគេដែរហើយបន្ទាប់ពីហ្នឹងពួកគេក៏បាននិយាយគ្នាជាមួយនឹងការដែលត្រូវត្រង់សុប
បន្ទាប់ពីហ្នឹងពួកគេក៏បានបញ្ចេញនូវត្បូងវេទមន្តរបស់ពួកគេរៀងខ្លួនដើម្បីឲ្យអ៊ីនជាអ្នកកាន់កាប់ក៏ដូចជាសម្រាប់ចិត្តធ្វើដំណើរផ្សងព្រេងជាមួយនឹងពួកគេដូចគ្នាក៏ប៉ុន្តែជាដំបូងនេះក៏បានប្រាប់នៅសមត្ថភាពពិសេសរបស់ពួកគេរៀងខ្លួនប្រាប់ទៅកាន់គេឲ្យបានដឹងដែលចំពោះបងស្រីទី2ដែលត្រូវជាស្រីស្អាតផងយើងសមត្ថភាពពិសេសរបស់នាងមានដូចជាការតាក់ទាញការបំភាន់ហើយនឹងការភ្នែកដ៏អស្ចារ្យរបស់នាងគ្រាន់តែថាវាគឺពិបាកនៅក្នុងការគ្រប់គ្រងបន្តិចបានជាបែបនេះហើយទើបបានជានាងតែងតែបិទបាំងវារួចពីនោះក៏ដល់ពេលកូនបើផានជើងវិញម្ដងដែលសមត្ថភាពពិសេសរបស់នាងហ្នឹងគឺជាការបង្កើតនឹងអាចបង្កើតនៅរុក្ខជាតិជាច្រើនប្រភេទផ្សេងៗគ្នាឲ្យវាលូតលាស់ធំធាត់បានយ៉ាងលឿននិយាយទៅគឺពិតជាអស្ចារ្យខ្លាំងមែនតើសូម្បីតែសួនផ្កាដែលពួកគេបានឃើញទាំងអបាលម៉ាហ្នឹងក៏ជាអ្វីដែលនាងបានបង្កើតដែររួចពីនោះអ៊ីនក៏បានមកជួបគ្នាជាមួយនឹងយាយផាន់និយាយពាក់ព័ន្ធជាមួយនឹងបិសាចដែលតែងតែចូលមកលុកលុយក៏ដូចជាធ្វើបាបមកកាន់ពួកគេនិយាយអញ្ចឹងអ៊ីនឯងនៅពេលនេះគឺកាន់តែខ្លាំងក្លាទៅហើយល្បែរបស់ឯងក៏កាន់តែច្រើនដូចគ្នាឯងក៏គួរតែប្រុងប្រយ័ត្នជាងមុនបន្ថែមទៀតក៏ព្រោះថាពពួកបិសាចទាំងអស់នោះគឺបានយកឯងធ្វើជាគោលដៅរបស់ពួកគេហើយដែលបែបនេះយើងត្រូវតែ activate នៅស្គីលថ្មីៗឲ្យឯងជាមុនសិនទៅតាមសមត្ថភាពដែលឯងមាននៅពេលបច្ចុប្បន្ននេះដែលសមត្ថភាពថ្មីដែលឯងនៅទទួលបាននៅពេលនេះគឺរួមមានដូចជាធម្មពល aura ដែលជា energy មួយដែលខ្លាំងមែនទែនចេញអំពីរូបរាងកាយទាំងមូលរបស់ឯងនិងទី2នោះគឺជាអាវុធដែលវាក៏មានធម្មពល aura ដែលបានរួមបញ្ចូលជាមួយនឹងរូបរាងកាយរបស់ឯងដូចគ្នាមិនតែប៉ុណ្ណោះអាវុធមួយនេះគឺវានឹងកាន់តែខ្លាំងក្លាទៅនៅពេលដែលបានប្រយុទ្ធជាមួយនឹងសត្រូវកាន់តែខ្លាំងរួចពីនោះសេរិនក៏បានកម្មមកដល់អាណាចក្របិសាចអាណាវិញម្ដងដែលនេះយើងបានឃើញថាពពួកបិសាចខ្លាំងកំពុងតែប្រមូលផ្ដុំគ្នានិយាយពាក់ព័ន្ធជាមួយនឹងរឿងរបស់អ៊ីនពួកគេគឺមិនអាចបណ្ដោយឲ្យក្មេងប្រុសម្នាក់នេះកាន់តែខ្លាំងក្លាទៅបាននោះឡើយប្រសិនបើនៅតែបន្តបែបនេះទៀតពួកយើងប្រកាសជាត្រូវចាប់ជាមិនខាននិយាយរួចពួកគេក៏បានប្រមូលផ្ដុំគ្នារៀបចំផែនការមួយដើម្បីចេញទៅចាត់ការក្មេងប្រុសម្នាក់នេះចោលហើយនៅក្នុងចំណោមពួកគេទាំងអស់នោះជឿក៏បានឃើញថាក៏មានវត្តមានរបស់បងស្រីយូរីដែលត្រូវជាបងស្រីច្បងចូលរួមនៅក្នុង mission មួយនោះដូចគ្នាមិនតែប៉ុណ្ណោះអ្នកដែលបានបង្កើតផែនការមួយនេះឡើងគឺជាគាត់នឹងឯងសាច់រឿងក៏បានកម្មមកក្រុមរបស់អ៊ីនវិញម្ដងនៅពេលនេះពួកគេក៏បានត្រឡប់មកផ្ទះរបស់ខ្លួនវិញហើយនិយាយទៅដល់សារតែឥឡូវហ្នឹងអ៊ីនគឺជាម្ចាស់នៃទឹកដី Rising ចឹងហើយគេមានវិមានផ្ទាល់ខ្លួនណាគេលេងដើរហើរនៅផ្ទះជួលធម្មតាអីទៀតហើយវាយឡើងសិតនៅវិមានយកតែម្ដងក៏ប៉ុន្តែគ្រាន់ថាផ្ទះធំហ្នឹងក៏ត្រូវមានអីតបស្នងវិញដូចគ្នាចឹងហើយចាំយូរអីទៀតនៅពេលដែលមានគ្នាច្រើនអញ្ចឹងអ៊ីនក៏បានប្រមូលផ្ដុំប្រពន្ធសម្លាញ់បានគេទាំងអបាលម៉ាហ្នឹងឲ្យចេញទៅបោះសម្អាតវិមានមួយហ្នឹងតែម្ដងនិយាយទៅគេអាចចេះជួលអ្នកបម្រើអីទេវាយឡើងសិតអាហារប្រពន្ធទាំងអស់ឲ្យបោះសម្អាតវិមានមួយហ្មងវិមានមួយធំប៉ាណាណៃអើយជាហ្មងអ៊ីននេះហើយអញ្ចឹងឯហ្នឹងប្រពន្ធប៉ានគេហ្នឹងនៅសរសើរប្តីទៀតអត់ដឹងអាប្តីហ្នឹងបោកប្រើសោះហ្នឹងជឿហ្មងនិយាយទៅហេតុតែស្រឡាញ់គេម្នាក់ឯងទោះបីជាដឹងថាគេបោកប្រើមិនក៏នៅតែសប្បាយចិត្តដែររួចពីនោះពួកគេក៏បានបែងចែកក្រុមទៅតាមតួនាទីរបស់ពួកគេរៀងខ្លួនចែកគ្នាបោះសម្អាតទៅតាមបន្ទប់នីមួយដែលអ៊ីនគឺត្រូវនៅក្រុមជាមួយនឹងអេលិចគណៈពេលដែលពួកគេបោះសម្អាតនៅក្នុងបណ្ណាល័យបដាហ្នឹងអេលិចក៏បានគិតដូចគ្នាថាឥឡូវហ្នឹងគឺជាពេលដ៏ល្អខ្លាំងមែនទែនវាស្ងាត់ខ្លាំងណាស់អ្នកដទៃទៀតក៏អត់នៅដូចគ្នាចឹងហើយថាតើនាងគួរតែសារភាពនៅអារម្មណ៍ដែលនាងមានចំពោះគេហ្នឹងប្រាប់ទៅកាន់គេឬមួយក៏អត់ណោះគិតចុះគិតឡើងនាងក៏បំរុងនឹងនិយាយប្រាប់តែកាន់អ៊ីនថានាងស្រឡាញ់គេខ្លាំងណាស់ក៏ប៉ុន្តែមិនទាន់ទាំងបានហើបមកនិយាយផងក៏ស្រាប់តែអ៊ីនបាននិយាយថាគេក៏ដូចគ្នាគេគឺគិតដូចជានាងអញ្ចឹងលឺអញ្ចឹងមើលទៅកាន់អេលិចផងយើងគឺពិតជាអ៊ីនខ្លាំងមែនតើមកវិញឡើងក៏ហមមកហើយដល់ទៅពេលអ៊ីនខ្លាំងពេកមានណាអាបន្ទប់បណ្ណាល័យហ្នឹងគ្មានបានបោះទេធម្មពលផងនាងគឺបានផ្ទុះចេញមកយ៉ាងសាច់ពេញនឹងតែម្ដងនិយាយទៅទប់ទល់អត់ជាប់នោះទេតែជាក់ស្ដែងទៅពាក្យសម្ដីដែលអ៊ីននិយាយមុនហ្នឹងគឺចង់និយាយពាក់ព័ន្ធមួយសភៅទេគឺថាគេចូលចិត្តអានសភៅដូចគ្នាចឹងហើយពួកយើងគឺក៏ដូចតែគ្នាហ្នឹងឯងនិយាយទៅដោយសារតែអេលេននឹងស្រឡាញ់គេខ្លាំងពេកប្រាប់ហើយថាទង្វើស្រឡាញ់គេម្នាក់ឯងហ្នឹងកាត់បន្ថយបានកាត់ខ្លះទៅប៉ុន្តែអត់ជឿទេប្រាប់ប៉ុណ្្នឹងឯងខំដៀលគ្រប់វីដេអូហ្នឹងអ្នកខ្លះនៅតែអត់ស្ដាប់ទៀតឃើញអត់អាគេនិយាយរឿងនេះគិតខ្លួនឯងដល់ណាដល់ណីអស់ហើយនេះដល់តែពេលសួរថាជនរងគ្រោះណាគេខ្លួនឯងដែរហើយសំខាន់រងគ្រោះតែឯងវាមិនអស់ចិត្តទេណានំទុកដាក់គេអាគ្នាមិនដឹងអីទៀតស៊ីក្បាលមកសភៅបានសម្រេច
កាន់មកខាងក្មេងតូចពីណាផងយើងឯវិញម្ដងនៅពេលដែលម្ដាយរបស់នាងដែលត្រូវជាអ្នកការពារហ្នឹងចូលមកពិនិត្យមើលការងារនៅទីនេះយើងបានឃើញថាបន្ទប់ផនអេលិចហ្នឹងគឺថាស្អាតភ្លឹងតែម្ដងនាងគឺបានរៀបចំឡើងចែងចាំងនេះបើមើលទៅរកតែកន្លែងទាស់គ្មានហ្មងប៉ុន្តែដូចយើងបាននឹងស្រាប់អញ្ចឹងក្នុងនាមជាអ្នកការពារហើយក៏ជាម្ដាយមួយរូបនោះចឹងឯងនិយាយពីថានាងមិនដឹងចរិតកូនពៅផានាងមិនទៅច្រឡំហៅកូនពៅឥឡូវហ្នឹងគេធាក់អំណាចចេញពីកូនពៅហើយហៅក្មេងតូចវិញម្ដងដល់ទៅពេលអញ្ចឹងភ្លាមៗហ្នឹងម្ដាយផានាងក៏ចាប់ផ្ដើមគំរាមហ្មងថាឥឡូវហ្នឹងចង់បង្ហាញការពិតដល់ខ្លួនឯងឬមួយក៏ចង់ឲ្យនាងជាអ្នកបង្ហាញនិយាយរួចក៏ចាប់ផ្ដើមរាប់ពី1ដល់3 1 2 3គ្រាន់តែដល់3ភ្លាមមើលទៅកាន់ពីណាផងយើងគឺស្លន់អាចខ្លាំងមែនតើចឹងហើយមានន័យទៀតក៏ចាប់ផ្ដើមបង្ហាញនៅធាតុពិតចេញមកដែលមុនហ្នឹងនាងគ្រាន់តែប្រើប្រាស់វិជ្ជាបំផន់ភ្នែកធ្វើឲ្យទីនេះមានរូបរាងស្រស់ស្អាតប៉ុណ្ណោះជាក់ស្ដែងទៅគឺនាងអត់បានរៀបចំអីសូម្បីតែបន្តិចឃើញអញ្ចឹងមានន័យទៀតបដៅក្មេងខូចនឹងចេញម្ដងមើលកុំឲ្យចេះតែហ៊ានថ្ងៃក្រោយរួចពីនោះសាច់យើងក៏បានកាត់មកខាងអ្នកផ្សេងទៀតដែលយើងបានឃើញថាពួកគេក៏ចាប់ផ្ដើមប្រតិបត្តិទៅតាមទូនាទីរបស់ពួកគេរៀងៗខ្លួនដែលយូរីគឺនៅក្រុមជាមួយនឹងយាយផាន់ដែលត្រូវជាម្ដាយផននាងហើយមើលទៅកាន់យាយផាន់ផនយើងនិយាយពីថាថៃខែយូរីខ្លាំងមែនតើគ្រាន់តែនាងល្អជាងរដូវតែបន្តិចនិយាយពីថាហក់ផងអីផងខំទៅត្រឡើងបែកក្បាលហូរជាងពេញហ្នឹងតែជាស្ដែងទៅយូរីផនយើងគ្មានតែដួលអីទេល្អតែបន្តិចសោះហ្នឹងនាំទុកដាក់ខ្លួនអត់អំពើនៅសុកទៅរត់បងចាំងបែកក្បាលអីណាជាហ្មងយាយផាន់នេះចុះមកខាងបងស្រីទី2ដែលត្រូវជាស៊ីខ្ជូតផងយើងឯវិញដែលនេះនៅក្រុមជាមួយនឹងកូនពៅខណៈពេលធ្វើការបោះសម្អាតហ្នឹងគេក៏បានរកឃើញនៅសត្វកន្លាតមួយចឹងហើយក៏បានយកមកឲ្យបងស្រីផងខ្លួនថាសត្វកន្លាតនេះខ្ជូតខ្លាំងណាស់ប៉ុន្តែមើលតែការស៊ីខ្ជូតផងយើងនិយាយវាថាអីមិនខ្លាចមកខ្លាចសត្វកន្លាតអីណាខ្លួនវិញឡើងញ័រហើយក្នុងនាមជាទេពធីតាមួយទាំងមូលដែរមកខ្លាចអីខ្លាចសត្វកន្លាតអត់ដូចខ្ញុំសោះខ្ញុំខ្លាចចិញ្ចក់ហើយបន្ទាប់ពីរុករកចុះឡើងទៅនាងក៏បានរកឃើញសម្លៀកបំពាក់មួយឈុតឃើញអញ្ចឹងពួកគេក៏នៅឃើញវិធីមួយថាគួរតែផ្លាស់ប្ដូរសម្លៀកបំពាក់ចេញម្ដងឯងតាំងពីដើមរឿងរហូតមកដល់ចប់រឿងហើយដូចជាអត់បានផ្លាស់ប្ដូរសម្លៀកបំពាក់អីមួយឈុតគិតរួចគេក៏ឲ្យកូនពៅជាអ្នកចាត់ចែងរឿងសម្លៀកបំពាក់ថាអ្នកណាគួរពាក់អីអ្នកណាគួរពាក់អីចឹងណាចឹងហើយនៅចុងក្រោយយើងក៏បានឃើញថាយូរីក៏បានបង្ហាញខ្លួនឡើងជាមួយនឹងសម្លៀកបំពាក់ថ្មីមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងមែនតើនេះគ្រាន់តែបានឃើញភ្លាមមើលតែការណាកូនក្បាលខូចផងយើងនិយាយពីថាលងកូនស្រីគេងើបមុខមិនចង់រួយទេប៉ុន្តែខំទប់អារម្មណ៍ថានៅស្ងៀមជប់នឹងដឹងតែយើងហើយនិយាយលេងណាគ្នាកុំកាត់ច្រើនពេកម្លងចោលអូខេសំខាន់ពងលងស្នេហ៍មួយកូនស្រីគេម្នាក់មិនទាន់អស់ចិត្តទេណាយូរីក៏បានអូសដៃគេឲ្យទៅមើលអ្នកដទៃទៀតដើមម្នាក់គឺបានផ្លាស់ប្ដូរសម្លៀកបំពាក់ឡើងស្អាតខ្លាំងមែនតើជាពិសេសគឺចាយស្អាតផនញុំនោះតែម្ដងនេះចាយនៅឆគៀនគេនេះឃើញចឹងមើលតែការណាក្អូនក្បាលខូចផងយើងនិយាយវាថាសុបាយចិត្តខ្លាំងមែនតើមាត់វិញចាហោឡើងប៉ុណ្ណាណៃស្មោសម័យដល់ណាខ្លះទេសិត Oh my god អីណាជឿមកអាក្អូនក្បាលខូចផងយើងនេះរួចពីនោះពួកគេក៏បានដល់នៅសម្លៀកបំពាក់មួយដើម្បីឲ្យអ៊ីនផ្លាស់ប្ដូរដូចគ្នាដើម្បីចូលរួមនៅក្នុងកម្មវិធីជប់លៀងមួយនេះដំបូងឡើយមើលទៅកាន់គេហាក់ដូចជាមិនចង់ពាក់ប៉ុន្មានទេខ្លាចថាមិនសមអីចឹងណាតែដល់ពេលត្រូវគេបង្ខំខ្លាំងពេកទៅចឹងឯងក៏សម្រេចចិត្តថាពាក់ទៅហើយនៅពេលទៅពាក់ហើយនិយាយពីថាម្នាក់កាន់តែបាក់លងស្នេហ៍ទៅកាន់អ៊ីនបន្ថែមទៀតហើយជាពិសេសគឺអេលិចផងយើងតែម្ដងគឺដកចិត្តឲ្យរួចទេមើលទង្វើនេះស្រឡាញ់គេម្នាក់ឯងដល់កម្រិតកំពូលហើយកែលេងឡើងហើយសំបីតែអៀនកូនប្រុសគេឡើងចេញផ្សាយពីក្បាលហើយហ្នឹងទៅកែអីកាទៀតហ្នឹងហើយសេះរបស់យើងក៏ត្រូវបានកាត់ចប់ត្រង់ពេលដែលអ្នកនរគ្នារីករាយជាមួយនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេក៏ដូចជាត្រង់ពេលដែលអ៊ីនបានជួបនិយាយគ្នាជាមួយនឹងយូរីតែ2នាក់ដែលគេបានសន្យាជាមួយនឹងនាងមិនថាឡើយថ្ងៃនេះឬមួយក៏ថ្ងៃស្អែកនោះទេគេគឺនឹងធ្វើឲ្យអ្នកគ្រប់គ្នារីករាយជារៀងរហូតទៅហ្នឹងហើយចឹងនៅចង់បញ្ចប់នៃខ្សែរឿងមួយនេះអ្នកគ្នាគួរតែដឹងឲ្យត្រូវថានរណាគឺជាតួឯកស្រីដ៏ពិតប្រាកដហើយបើថាមិនដឹងទៀតខ្ញុំមិនដឹងធ្វើម៉េចទេស្លាញ់គេម្នាក់ឯងតទៀតទៅហ្នឹងហើយសេះរបស់យើងត្រូវបានកាត់ចប់ត្រឹមនេះក៏ប៉ុន្តែមុនពេលបញ្ចប់ខ្ញុំក៏សូមបញ្ជាក់ទៅកាន់អ្នកគ្នាផងដែរសេះរឿងមួយនេះអាចនឹងមាន season 2ដែលវាអាចនឹងចេញប្រហែលជាពាក់កណ្ដាលឆ្នាំក្រោយឬមួយក៏ឆ្នាំបន្ទាប់យើងអាចរងចាំបន្តិចបន្តួចទៅដែលនៅ season ក្រោយហ្នឹងក្រុមរបស់ពួកគេគឺនឹងត្រូវប៉ះគ្នាជាមួយនឹងបិសាចខ្លាំងហើយជាពិសេសគឺថែមទាំងមានស្ដេចបិសាចថែមទៀតផងចឹងហើយបើសិនបើចង់ដឹងថាសេះបន្តទៀតហ្នឹងក្រុមផាន់ពួកគេនឹងទៅជាយ៉ាងណាហ្នឹងយើងមិនតែត្រូវរងចាំទស្សនាទាំងអស់គ្នាឯងដឹងថាពេលណាគេចេញឲ្យពិតប្រាកដទេអូខេខ្ញុំមានតែប៉ុណ្្នឹងទេហើយដោយតែបានប្រាប់ច្រើនអញ្ចឹងនេះគឺជា QR Code របស់ខ្ញុំសម្រាប់អ្នកដែលចង់ជួយគាំទ្រក៏ដូចជាចង់ជួយលើកទឹកចិត្តខ្ញុំជាថ្លៃទឹកតែជាថ្លៃអីបន្ថែមទៀតហ្នឹងអ្នកគ្នាអាច scan នៅ QR Code នេះបានហ្នឹងហើយពិតជាអរគុណអ្នកគ្នាខ្លាំងមែនតើហើយមួយវិញទៀតនេះគឺជា channel Telegram របស់ខ្ញុំអ្នកគ្នាអាចរកមើលបាន link មាននៅ comment description ក៏ដូចជា comment ខាងក្រោមខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ